ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់សប្តាហ៍ថ្មីក្នុងកម្មវិធីតាម trend ដែលឧបត្ថម្ភផ្ដាច់មុខដោយ Gangsberg Snow បាទអរគុណជាពិសេសទៅកាន់ស្រាវា Gangsberg Snow ស្រាជាងគេក្លីបជាងគេឡូជាងគេត្រឹមតែ 3.9 Gangsberg Snow cool like that បងប្អូនដែលទស្សនាគាត់ថាចេះប្រធានបទសប្តាហ៍ថ្មីនេះប្លែកគួរចាប់អារម្មណ៍មែនតើពីព្រោះថាធម្មតាកម្មវិធីរបស់យើងឈ្មោះតាម trend ដល់យើងធ្វើអីប្រធានបទឲ្យតាម trend ត្រូវជាមួយនឹងរឿងពុតទៅព្រោះថាកម្មវិធីរបស់យើងតាម trend មិនមែនយឺត trend ទេយើងធ្វើអីតន់ trend របស់យើងបាទជាក់ស្ដែងនៅក្នុងសប្តាហ៍នេះយើងមានវាគ្មិន2រូបទៀតហើយចូលរួមនៅក្នុងការពេកយើងឲ្យយើងរបៀបគេដាក់ហាសនាមចេញមកឲ្យខ្ពស់បន្តិចអញ្ចឹងណាតែជីបគាត់តារាសម្ដែងតារាខ្លែងតែយើងចូលកម្មវិធីយើងគឺយើងបែបផ្លូវការហ៎អញ្ចឹងហ៎ព្រោះពុណយគាត់និយាយថាអ្នកធំនៅខាងក្រៅគឺគេអត់លេងសើចច្រើនទេកម្មវិធីទៅផ្លូវការទៀតបាទទៅផ្លូវការរបស់យើងមានវាគ្មិនយើងមានវាគ្មិនពិសេស2រូបចូលរួមនៅក្នុងការវែកញែកជាមួយនឹងប្រធានបទដែលយើងលើកឡើងមកនិយាយនៅក្នុងកម្មវិធីរបស់យើងឥឡូវប្លង់ចាប់គាត់ជំរាបសួរគាត់មកបាទជំរាបសួរបាទជំរាបសួរបាទអូយថ្ងៃនេះបានវត្តមានអត់ដៃអ្នកសិតតាគេហៅកម្ពុជាវាគ្មិនហ្មងបងក្រានបងក្រានបាទវាគ្មិនរហូតហ្មងសូមកុំហៅជាគ្មិនបាទនេះបាទបងវាគ្មិនបងមិននិយាយគ្មិនណាវាគ្មិនបងអត់គ្មិនទេបងចំណេះដឹងនៅរៀងក្រោមនេះវាគ្មិនដល់យើងស្លៀកក្បិនអូចុះយើងត្រូវឡានកិនយើងធ្វើជាយេបងជួនអត់យកពាក្យគេបងតបងវាគ្មិនគឺចង់បញ្យល់ថាគឺជាអ្នកដែលបកស្រាយបញ្យល់អំពីបញ្ហាសុខភាពផ្លូវភេទមិនពាក់អីផ្លូវភេទផ្នែកមួយដែរវាគ្មិនហ្នឹងគឺគេហៅវែកញែកការពន្យល់ទៅលើប្រធានបទណាមួយក៏បានដែរផ្លូវភេទចឹងតែខ្ញុំពីគេបញ្យល់ខ្ញុំអត់ធ្វើយល់ហ្នឹងហើយបាទបងបាទចឹងនេះបងអាចបញ្យល់ខ្ញុំយល់ទេអត់ទេប្រធានបទបើសិនជាខ្ពស់ពេកអាចនឹងបញ្យល់ទៅមិនយល់ទាំងអស់គ្នាតែម្ដងបាទមិនយល់ទាំងអ្នកបញ្យល់គេទៀតអូបាទអត់ខ្ពស់ឲ្យបងត្រឹមចង់ថ្នោតអីអូខេបាទហ្នឹងហើយបើថាសួរអីជួយសួររាក់តិចណារាក់ហ្នឹងដែរបាទជ្រៅតែជ្រៅពេកបាទតែជ្រៅពេកប្រហែលឥឡូវនិយាយទៅអ្នកផ្ដល់យោបល់តាមអីដែលបងយល់ឃើញយោបល់វិញកុំវាហ្នឹងហើយកុំវាយោបល់វិញយោបល់បាទមានអារម្មណ៍ប្លែកបងព្រោះអត់ដល់ថាតលេងកំប្លែងឬក៏គេថាតកែក្លឹបតកែអីចឹងដល់ពេលមកថាភាសាបែបចេះប្លែកអារម្មណ៍បងប្លែកបានទីមួយបើសិនជាអត់មានកម្មវិធីហៅចឹងទេគឺអត់បានជួបគ្នាទេសូម្បីតែថាអូយើងបើកកន្លែងអីក៏មិនដែរឃើញបងប្អូនទៅលេងដែរបាទចឹងមិនបានជួបទេបាទសម្រាប់យ៉ាងមិនដែរបងជាមួយនឹងបាទមុខរបររកស៊ីថ្មីនេះតើចំណេញសម្រាប់បងទេព្រោះតាមលឺទៅភាគច្រើនគឺមួយយប់ហ្នឹង50បងហ្នឹងគឺផ្ញើទាំងអស់ហ្នឹងហើយនិយាយទៅមានបងប្អូនយើងទៅលេងច្រើនទៅក៏បានច្រើនទៅបងប្អូនខ្លះក៏គាត់មិនដឹងថាឥឡូវហ្នឹងក៏យើងរៀងពិបាកដែរដោយសារយើងមានបញ្ហាអញ្ចឹងណាអញ្ចឹងយើងក៏អត់សូវទៅក៏យើងវាមិនចំណេញវាមិនអីទេយើងបានតែត្រឹមដង្ហើមយើងមិនត្រឹមដកបានអញ្ចឹងណារស់ចំណេញមិនចំណេញស្រួលមើលតែមើលភ្នែករៀងធ្លាក់តិចហ្នឹងថានិយាយទៅមើលតែដើររៀងហើហ្នឹងហើយហ្នឹងហើយមិនតែបងនៅក្នុងក្លឹបអញ្ចឹង Gangsberg Snow លុតដាច់ខ្លាំងហើយបងអូដាច់ណាស់បាទណា snow ដាច់ណាស់ហ្មងក្មេងចូលចិត្តណាច្រើនបាទស្រាជាងគេឡូជាងគេក្លីបជាងគេបើចេញ 1% ទេហត់តែចង់អស់ស្តុករាល់ថ្ងៃហ្នឹងអស់ស្តុករាល់ថ្ងៃហ្នឹងនៅក្នុងក្លឹបបងបើសិនជាភ្ញៀវកោះត្រូវប្រព័ន្ធរឹបអស់យកអត់ទេកោះត្រូវប្រព័ន្ធអត់ឈ្នះពួកអូនើទេពួកនោះយកអស់ហើយអូអញ្ចឹងមានតែហាងរឹបអស់យកពួកអីគេមានសេវីកោះវិញ្ញាឲ្យចឹងកោះឆាច់វាកន្លាច់ប៉ុចទុកកោះក្នុងទុកនឹងទុកប្រមូលឲ្យតកែក៏ទុកខ្លួនគាត់ខ្លួនវាចុះបងមានថាបងនិយាយដើមបុគ្គលិកគ្នាឯងបងគ្នាបងតាមមើលឃើញតែយើងគាត់តែធ្វើមិនដឹងលឺទៅធ្វើមិនយកបានយកទៅតែបានច្រើនចែកតកែផងចុះបើសិនជាកោះត្រូវរង្វាន់ធំតើមានសិទ្ធត្រូវចែកតកែឬក៏យ៉ាងណាដឹងវាទៅរកកំប៉ុងនឹងឃើញវិញអត់អូតែពលឹងងាត់ដល់អត់ទៅជួបខ្ញុំវិញចង់សួរដែរប្រហែលជាវាអាចនឹងអង្គុយរើអង្គុយមើលឲ្យត្រូវមើលទៀតហាន់មកកំប៉ុងអត់ខ្ញុំចង់សួរខ្ញុំឆ្ងល់យូរមួយវិតឆ្ងល់ថាហេតុអីបានជាឲ្យតែពេលទៅក្លឹបអត់ដងអញ្ចឹងណាផឹកអត់តន់អស់កន្លះកែវស្រួលទេគេចាក់ឲ្យថែមទៀតបងដោយសារអីដែរតែមើលទីមួយវាមានថាលក្ខណៈថាក្បួនការងាររបស់គេអញ្ចឹងណាក្បួនទៅថាគេដាក់ថាឥឡូវឲ្យធ្វើមិនភ្ញៀវមើលទៅឆាប់អស់ឆាប់បានដាក់ថែមអីចឹងណាកោះចាក់តែកន្លែងរបស់បងគាត់ឲ្យធ្វើចឹងទេឲ្យគាត់ហូបតាមស្រួលតែគាត់តែមួយគឺអាកំប៉ុងណាមាន9វាកោះទុកឲ្យហើយគាត់ទុកឲ្យភ្ញៀវឲ្យហើយអញ្ចឹងភ្ញៀវមិនដឹងមានខំភ្ញៀវដូចគ្នាហ្នឹងគ្រូទាយគេមិនដឹងមាន9តែកោះមើលហ្នឹងហើយវាកោះហើយទៅវាកោះហើយទៅខ្លាញ់មានណាគេមកកោះយើងគួរប៉ុន្តែយើងកោះខ្លួនឯងទុកឲ្យមិនកើតវាកោះហើយបើខ្ញុំឆ្ងល់ទៅវិញខ្ញុំឆ្ងល់ក្លឹបយើងផឹកយើងស្វឹងយើងវិញម្សៅណា
តែដាក់អាភ្លេងអាភ្លើងញ៉ាំហ្នឹងឲ្យវិញថែម អត់ទេ មើលមកណា បាទអត់មាន បងតនសម័យគេដាក់ភ្លើងវាលយ បាទមានហ្នឹងមិនលយ ហ្នឹង បងស្ងួតចេះគាត់ថាគឺដាក់ភ្លើងឲ្យវល់វិញទៅមើលភ្លើងឈួតយកទៅមើលទៅយកមើលស្អីស្អីយក វិលមកឆ្ងល់ផ្លែកមកឆ្ងល់ យកមើល DJ អីយក ចូលទៅក្នុងក្លឹបហ៎មុខស្អាតដូចបងចឹង ចេញមក ចេញ ក្រៅ ពីក្រៅចេញពីក្នុងក្លឹបមកក្រៅ ហ្នឹងដាក់អំពូលពណ៌ស្វាយហ្នឹងដាក់អំពូលពណ៌ស្វាយវិញណាពាក់ម៉ាក់ណាបិទម៉ាស់ឲ្យចូលទៅដល់ឃើញតែមុខប៉ុណ្្នឹងឯងដើរណាបិទម៉ាស់ពីរៀងហើយ និយាយភ័យ ខ្ញុំធ្លាប់ថាខ្ញុំធ្លាប់ដឹងហើយបងឯងមើលបិទម៉ាស់ហ្នឹងអាម៉ាស់ម៉ាស់ខ្លះយើងតិចមកវាមានអាជាតិបរតហើយយើងអត់ដឹងហ៎បងឯងមើលស្រាប់ចូលទៅ ទៀតនេះបរតហ្មង ដូចជាតិបរតចឹងហើយយើងបិទទៅយកអត់ដឹងម៉ាស់ទៅពីចិនមកហើយមុខយើងឡើងអាក្រក់ហ្មងហើយវាអ៊ុចចឹងហើយពូម៉ាក់ខ្ញុំភ័យហ៎អាវេកើតអីហ្នឹងហើយដល់ពេលចេញមកប្រចាំប្រាស់ធម្មតាដល់ពេលចូលទៅអញ្ចឹងឲ្យយើងទៅហោះចឹងមកយកវាមិនបាននៅកើតណា ស្មៃស្ថិតទៅហ៎ ហ្នឹង និយាយទៅគឺនៅម្បានគេមើលមុខយើងស្ដាយនិយាយបើសិនណាដើរឃើញតែមុខឃើញតែមុខឯងគេតែឡោះមុខឯងឃើញតែភ្លើងដូចអីហោះដូចអាបហោះចឹង តែបាននេះទៅអ ដាក់ទេឡើងមកដាក់ទេ ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនតើដែលតារាកើតយកចូលរួមក្នុងកម្មវិធីសប្តាហ៍ថ្មីនេះនិយាយចាក់ពីប្រធានបទយើងខ្លាំងចាក់ចូល ចូលពីខ្លះអរគុណបងប្អូនណាចេះជួយប្រម៉ូទបងប្អូនឡើងអូស៊ីអីចឹងអរគុណច្រើន បាទបងបាទ លៀកតិចហ្នឹងបងប្អូនយើងដាក់ discount អត់បង discount 50%យកអីទៅក្រៅមកហ៎ យកមកហូបចូលបានទេ បាន បាទទៀត យកកែងស្បិតពីក្រៅចូលបានទេបង បានទៀត បានទេបងណាបាទ ហើយសុំ discount បាន discount 50%ឲ្យទៀត ទៅវិញខ្ចីលុយជីតាក់ស៊ីទៀត ធ្វើចិត្តតាមនេះវិញចាប់បានពាក់ភ្ញៀវវិញ ពាក់យកវិញ50%ទៀត តោះឥឡូវយើងចូលប្រធានបទរបស់យើងឲ្យមានលក្ខណៈថាផ្លូវការតិច ប្រធានបទនេះរឿងចម្លែកបន្តិចទោះបីស្ដាប់ហើយក៏មានអារម្មណ៍អូត្រូវជាមួយនឹងរឿងដែលកំពុងតែកើតឡើងច្រើនអញ្ចឹងណាការបដិបត្តិសង្គមអីអញ្ចឹងរឿងប៉ិតហ្នឹងតែ ជាមួយតាម trend របស់យើង ឥឡូវយើងឧទាហរណ៍ថាក្នុងនាមបងទាំងអស់គ្នាយើង4នាក់នេះធ្វើការនៅក្នុងក្រុមហ៊ុនមួយអញ្ចឹងណាស្រាប់ចៃដន្យអីយើងធ្វើចាប់ផ្ដើមមកហ្នឹងគឺប្រាក់ខែយើងប៉ុណ្្នឹងយូរហើយមួយឆ្នាំ2ឆ្នាំហើយដល់ពេលឥឡូវហ្នឹងដល់ចំណុចមួយដែលយើងគួរតែគាត់ថាចង់ឡើងប្រាក់ខែឲ្យខ្លួនឯងបើធ្វើមកវាយូរដែរហើយ បាទ តែសម្រាប់ការយល់ឃើញមកបងយើងគួរតែសុំមេត្រង់តែម្ដងដើម្បីឲ្យគាត់ឡើងប្រាក់ខែឲ្យឬក៏ដាក់លិខិតសុំឈប់ដើម្បីឲ្យគាត់អូកាឡាឡើងប្រាក់ខែឲ្យយើងឥឡូវយើងឲ្យបងទាំងពីររើសថាបងសម្រាប់ចិត្តថាយកមួយណា រើសមុន ទៅ រើសមុនទៅ មិនចេញមុន រើសមុនទៅបើឯងមើលទៅមុខដំណងចេះដឹងជាងខ្ញុំ ប្រចាំគ្នាអញ្ចឹងទៅអីរើសទៅយកឲ្យគេសួរឆ្លើយទៅ មុនសូ ចិត្តរើសតែមួយតាបើឯងរើសមុនខ្ញុំរើសមួយមកវាមិនដូចគ្នាណាចម្លើយខុសគ្នា ចុះបើនិយាយហើយនិយាយតបយ៉ាងទៅមកយើង និយាយត លួ មក ចប្រូមកយើង លួចឲ្យមិនមួយសុំឈប់មួយទៀតសុំមេឡើងប្រាក់ខែវាខុសគ្នាដាច់មេឃដីវាមិនដូចគ្នាណារើសមួយទៅរើសមុនទៅអានេះទៅដូចអ្នកលេងកំ pl គេឡើងលើឆាករុញគ្នាអញ្ចឹងរុញគ្នាឡើង ឥឡូវចេះទៅ ឥឡូវបងប៉ាវហ្មង ប៉ាបងប៉ាណាគេឈ្នះនឹងនិយាយមុនបងសុំជើញ ដឹងវាខ្មិនស្អីទេ យើងបកទៅកម្មាភាពរបស់យើងវិញកម្មាវិញបាទ ធ្វើមិនសំខាន់យើងអធិប្បាយទៅអាយ៉ាងស្ដាប់មកចាំកាច់យើងយកហ្មងយល់ទេ បាទ ចាំចាប់បំបាក់អាអ្នកមកក្រោយនោះបំបាក់អាអ្នកមុនចោលហ្មងយល់ទេអញ្ចឹងមិនថាយ៉ាងណាគេយកមុន គេបំបាក់ រើសមុនហ្នឹង ឈ្នះបងមិនមុនណា ទៅឈ្នះមុនវិញ ជួយឈ្នះឲ្យមិនរើសមុនទៅ ចាញ់ហ្នឹងគេឲ្យនិយាយមុន បើជាស្រ័យ និយាយមុនអញ្ចឹងប៉ាវងាប់ទៅប៉ាវឈ្នះនៅនិយាយដែរ បើជាស្រ័យ ប៉ាវធ្វើចាញ់ ប្រធានបទយើងមិនប្រធានបទមិនរើសរឿងច្រើនទេបងប្រធានបទយើងតាក់ទងនឹងការងារបងសុំជើញ បងការងារលេងសើចការងារលេងសើចការងារ ខ្ញុំរើសមុនអត់តា ទៅ បើសម្រាប់ខ្ញុំសុំឈប់ហ្មងដើម្បីឡើងប្រាក់ខែ បាទ មូលហេតុអីដល់ណាក់ធ្វើ មូលហេតុបើសិនជាយើងធ្វើការងារជាមួយមេរាប់ឆ្នាំអញ្ចឹងមានន័យថាយើងជាបុគ្គលិកល្អហើយបានយើងធ្វើបានច្រើនឆ្នាំហេតុអីមេមិនឡើងប្រាក់ខែឲ្យយើងអញ្ចឹងមេគួរណាស់ថាដឹងណាព្រោះបុគ្គលិកធ្វើការមួយមិនមែនធ្វើបិទភ្នែកណាគេធ្វើបើកភ្នែក បាទ មេក៏គាត់មើលយើងក៏មិនមែនមើលបិទភ្នែកគាត់មើលបើកភ្នែកអញ្ចឹងគាត់គួរតែដឹងថាយើងនៅកម្រិតណា បាទ គួរតែឡើងប្រាក់ខែយើងអញ្ចឹងបើថាយើងសុំឈប់ហ្មងអាចគាត់ស្ដាយ បាញ់ គាត់ស្ដាយយើង បាញ់តែបើកភ្នែកមានន័យថានិយាយដីធៀបមែនទេមានន័យថាគេចេះមើលមនុស្សហ្នឹងមែនអត់ ហ្នឹង ហ្នឹងហើយប៉ុន្តែផាច់គាត់អាចស្ដាយយើងគាត់នឹងសួរថាឯងថៃមិនឈប់អូនណាហេយើងក៏សួរហើយយើងមិនច្បាស់ថានិយាយថាប្រាក់ខែស្ទើប៉ុណ្ណឹងទេមេយល់ហើយ ជំជុកបង អត់ទេគាត់ដល់ក្រាន់អត់ត្រូវយើងធម្មតា
យើងធ្វើការមួយគ្នាច្រើនខែច្រើនឆ្នាំហើយត្រូវហ៎ មិនហ្នឹងគេហៅជន់ប្លិចទេណា អត់មានរៀនចោលបលិចទេ ហើយគេថាអត់ត្រូវ ចឹ ហ្នឹង ងមកយើងឲ្យមកក្រោយហ្នឹងនិយាយក្រោយវាមានផលប្រយោជន៍ចឹងហ៎ បងគេមានមតិស្របតែផ្ទុយមានចង់មិនទេបង យើងធ្វើការជាមួយគ្នាមិនមែនតែធ្វើការបានមួយថ្ងៃពីរថ្ងៃទេ បាទ បានឡើងប្រាក់ខែគឺធ្វើការជាមួយគ្នាគឺរាប់ខែរាប់ឆ្នាំហើយចឹងយើងគួរតែស្គាល់ចិត្តគ្នាវិញមករវាងតកែជាមួយនឹងបុគ្គលិកក៏ត្រូវហ៎ បាទ ចឹងបើសិនជាយើងអានថ្នាំងថ្នាក់ចិត្តអីថាអូឥឡូវប្រាក់ខែខ្ញុំធ្វើការមួយឆ្នាំហើយណាអត់ទាន់បានឡើងប្រាក់ខែទេចឹងយើងមានអីទៅថោកដៃគេថាពីចឹងថា ថោកអីដៃខ្លះអីនឹងមាត់ ហ្នឹងហើយ យើងទៅនិយាយសុំតកែមេខ្ញុំធ្វើការមួយមេដូចច្រើនមួយឆ្នាំជាងហើយមេអើយប្រាក់ខែនេះឥឡូវខ្ញុំសុំឡើងមេឡើង50រៀលទៀតឬក៏ប៉ុន្តែមេថាចុះ50រៀលច្រើនហើយមិនទៅសុំគេអត់ទៅសុំគេទៅសុំ អ ជុ ត់ទេឥឡូវចុះ ជុំមកអត់ ដូចទេបើយើងទៅសុំមេហើយ ឆ្លោះគ្នាបងឆ្លោះគ្នាគេភាសានេះ ទៅ មក សុំមេហើយណាទៅសុំ សុំ មេ អាកបៀប មេ ពួនធ្វើការអាក្រក់ ភាសាបងអត់ឆ្លោះទេបងអត់ឆ្លោះទេមែនតែចាស់ទេបងអើយ យើងទៅសុំមេហើយចាប់តែមេឆ្លើយថាអញចេះគិតហើយមិនបាច់មកសុំអញទេបាញ់ទៅសុំអញ ទីមិន ចា ចូលបង គេមេគាត់ចេះគិតហើយគាត់និយាយប៉ុណ្ណឹងមកក៏យើងដឹងដែរមេគាត់ចេះគិតហើយទោះបីតែយឺតថាមួយខែទៀតគាត់ឲ្យឬក៏ថាយើងស្នើសុំ$50គាត់ថាចេះគិតហើយគាត់ឲ្យយើងត្រឹម$30ក៏យើងបានឡើងប្រាក់ខែដែរត្រូវទេក៏យើងនឹងទៅហេតុដល់បានឡើងដែរចឹងមិនអត់ថាអូថាឥឡូវសុទ្ធសុំឈប់ហ្មងមូលហេតុខ្ញុំអត់ឡើងប្រាក់ខែអត់ឡើងប្រាក់ខែខ្ញុំអត់ឡើងចឹងខ្ញុំសុំឈប់ហ្មងគឺចិត្តតកែជុំអីកែមិនចាញ់ចិត្តហីជុំហើយ តែបងខ្ញុំខកឃើញខ្ញុំធ្លាប់ឃើញបាត់ភ័ក្រខ្ញុំគាត់ធ្វើ style សុំឈប់ចឹងដល់ពេលហើយមេហៅទៅនិយាយទៅបានឡើងប្រាក់ខែដែរ ឃើញទេមានចឹងដែរណា មានតាមខ្លះមានតាមថាមនុស្សខ្លះមានថាជាធនធានមួយមានធនធានមួយមានន័យថា ធនធាននឹងស្អីគេ ធនធានមនុស្សមានធនធានមនុស្សមានធនធាននិងធនធានអត់មានមនុស្សខុសគ្នា បាទមនុស្សមានធនធានទេធនធានអត់មានមនុស្ស ធនធានមានមនុស្សផ្សេង ធនធានមនុស្សមានថាម៉េច តាធនធានមួយម៉ាត់មិញហ្នឹងខ្ញុំឆ្ងល់ហើយបាយបកត្រៃមករឹតតែឆ្ងល់ ធនធានមនុស្សគឺមានតែកន្លែងដែលអត់មានមនុស្សធ្វើការ ហ្នឹងហើយ យល់ទេ បាទ កន្លែងហ្នឹងល្អតែមនុស្សយើងវាខ្សោយយល់ទេ បាទ អញ្ចឹងមិនថាទៅពេលមនុស្សនឹងទៅថាឥឡូវគេអាចហៅមកពិភាក្សាគ្នាសិន បាទ ណាសុំហៅពិភាក្សាគ្នាសិនថាឥឡូវអត់ដែរចេះមិនបិចបានសុំឈប់ដោយសារចេះអញ្ចឹងអត់ដែរមិនប៉ុននិយាយប្រាប់បងគេនៅតែពាក្យមិននិយាយប្រាប់បងឃើញទេបើយើងទៅនិយាយប្រាប់គាត់ទៅគាត់ចេះគិតគូគាត់ចេះលៃលោកហើយ ពីបងបន្តែអ្នកខ្លះ គេផង អ្នកខ្លះមេខ្លះគាត់គិតថាចេះផ្ទាល់តែពេលចិត្តបាត់បានគាត់ខ្វល់គេថាដូចថាគោបាត់ហើយបានធ្វើលបងក៏មានដែរណា ដល់ពេលប្រឡងទើបមើលសភៅ មានន័យថាចិត្តបាត់បុគ្គលិកល្អម្នាក់ហ្នឹងហើយបានគាត់គិតថាអូខេត្រូវមើលថែត្រូវឡើងលុយឡើងអីឲ្យពេលតែសុំថងពេលខ្លះគាត់ខ្វល់ពីព្រោះថាម្នាក់ហ្នឹងគាត់ទៅនៅនឹងដែរហ្នឹង អត់ទេខ្ញុំយល់តាមបងការដូចគ្នាកាលណាទៅដាក់ពាក្យសុំឈប់ហ្នឹងគឺវាបាត់បង់អាមនុស្សចេតនាតកែហើយនឹងកូនចៅធាត់ធ្វើការជាមួយគ្នាច្រើនឆ្នាំបាត់ទៅហើយបានដាក់ពាក្យសុំឈប់ចង់ផ្កើនណោះ ហើយមួយទៀតបុគ្គលិកនៅក្រុមហ៊ុនមួយមិនមែនមនុស្សតែ2នាក់3នាក់ឯង20 30នាក់អញ្ចឹងតកែមួយក៏គាត់ត្រូវមើលទាំងអស់អញ្ចឹងមនុស្សណាក៏គាត់គិតថាជាមនុស្សមានទុនធានដែរស្មើគ្នានឹកមានទុនធានសមត្ថភាពណាស្មើគ្នា ធនធានមានសមត្ថភាពធ្វើការបង អូទៅលើកទៅឡើងអាណាខ្ពស់ឯបានទេតែវាមានតាមឋានៈរបស់គេដែរអញ្ចឹងសុំមកមេសុំឡើងប្រាក់ខែប៉ុណ្ណេះប៉ុណ្ណាមេគាត់គឺយ៉ាងអញ្ចឹងដែរឡើងហើយ10 20ឡើងដល់50បានទេតាម30រៀលបានហើយ ឡើងធ្វើឲ្យតកែមើងងាយយ៉ាងទេតកែមិនយល់ថាអូអានេះក្របានសុំអញឡើងលុយ បុកលុយ ចុះបើមានធ្វើការគេមកទៅធ្វើការតកែបងទៅ យើងធ្វើមែនតែយើងធ្វើទាំងកិត្តិយសយើងមិនមែនធ្វើដូចយើងទៅធ្វើការឲ្យគេមិនយើងទៅសុំគេទេណាយើងធ្វើដោយសមត្ថភាពរបស់យើង ដោយសមត្ថភាព ធ្វើដល់កិត្តិយសខ្ញុំហូបកិត្តិយសហ្នឹងទៅ ខ្ញុំយល់តាមបង្ក្រានមានន័យថាពេលខ្លះយើងរៀងខ្មើបន្តិច គឺខ្ ត មើ ខ្មើបន្តិចបានគេរៀងចាប់អារម្មណ៍មួយយើងគេរបៀបយកចិត្តយើងថ្លៃបែកខែយើងបានមែនណា អត់ទេប៉ះចំតកែខ្លះគាត់មានហេតុមានផលប៉ះតកែខ្លះគេមិនមានហេតុមានផលជប់ទៅអត់អីស៊ីទៅដល់ពេលបាន3 4ថ្ងៃមួយខែក្រោយអត់អីស៊ីមែនបងសុំធ្វើការវិញបង ខ្ញុំសួរ ខែពីមុន50រៀលត ខ្ញុំសួរបាយ 150 ខ្ញុំសួរបាយថាឥឡូវបាយជាតកែខ្ញុំណាខ្ញុំសួរបាយថាបងធ្វើការតុកខ្ញុំថាបងឥឡូវខ្ញុំសុំឈប់បាយសួរខ្ញុំថាម៉េច ធ្វើបានឈប់ ហ្នឹង ខ្ញុំសួរត្រូវទេ ហ្នឹងណាមិនក្រៅទៅ ហើយមិនឈប់ មិនមកពីសួរ ខ្ញុំចង់ឡើងប្រាក់ខែនេះមិនយើងសុំមេឡើងប្រាក់ខែណាបើសុំមេឡើងប្រាក់ខែគាត់ថាខ្ញុំចង់ឡើងប្រាក់ខែខ្ញុំធ្វើបាន បង ចេះលិខិតសុំឈប់ ចឹងបាយមកសួរខ្ញុំវិញអូណាឡើងអេអូណាធ្វើជួយធ្វើបងសិនទៅមិនចាំបង ពួកយើងទៅសុំឈប់ស្រួលតែយើងមិនទៅស្រែកឡូឡាណា ឡូឡាណា បាទមានហេតុមានផល សុំឈប់
មកសុំឈប់ដើម្បីឡើងប្រាក់ខែមួយទៀតទៅសុំឡើងប្រាក់ខែវាខុសគ្នា វាខុសគ្នាតែគាត់ថាតម្លៃនឹងកិត្តិយសយើងសុំឈប់នឹង តម្លៃយើងសុំពេលដែលយើងទៅសុំតកែមានន័យថាយើងឲ្យតម្លៃតកែយល់ទេឲ្យតម្លៃគាត់ បាទ យល់អត់ឥឡូវសុំគាត់ថោដូចទេថោអីណាមេសុំឡើងណាដល់ពេលគឺឃើញគេអាណិតដែលលេងមកปุ๊បសុំឈប់ថៃបានសុំឈប់អត់ឡើងប្រាក់ខែឈប់ទៅ អត់អីហូប អត់អីស៊ីទៅ ហ្នឹង ពីខែគាត់អត់ស៊ីមែនមកសុំមេសុំធ្វើការវិញប្រាក់ខែ4ម៉ាន់200លើឲ្យ150 វាអាចចឹងដែរវាអាចតែមិន ដឹងថា កាត់ទេដង មិនចានគោក ការមកសុំគេធ្វើវិញ អត់ទៅឧទាហរណ៍ឧទាហរណ៍បាទ លោក តែបងទៅ ទៅធ្វើបានហ្នឹងឯងអញចប់ចឹង បងខ្ញុំធ្លាប់លើពីមិត្តភក្តិខ្ញុំមិត្តភក្តិខ្លះដូចថាចេះគាត់ធ្វើការអញ្ចឹងទៅមេនឹងកូនចៅមិនមែនត្រូវគ្នារហូតទេពេលខ្លះទៅមេគាត់របៀងផ្ដោតសម្ពាធមេរៀងឌឺដងចង់ឈ្នះចង់ចាញ់អីអញ្ចឹងណាដល់ពេលនេះធ្វើគាត់ជាកូនចៅគាត់មានអារម្មណ៍ថាបើគាត់ចង់ធ្វើអីមួយចង់ឡាយប្រាក់ខែទៅនិយាយស្រួលអត់ស្ដាប់ទេតោះត្រូវធ្វើឈប់យកអញ្ចឹងហ្មងខ្ញុំធ្លាប់មានមែនមិត្តភក្តិខ្ញុំគាត់សម្ពាធពេលខ្លះគាត់មកដល់ពេលគាត់អង្គុយលូថាមេគាត់ខឹងហៅរឿងគាត់ធ្វើអញ្ចេះធ្វើចិត្តអត់គាត់ហ្នឹងក៏ជាផ្នែកមួយដែរពេលខ្លះអាកាប់កិរិយាផុសមេនឹងគាត់ធ្វើឲ្យកូនចៅសុំឈប់និយាយស្រួលបានដែរតោះសុំឈប់បានឡាយប្រាក់ខែឲ្យទៀត មេខ្លះចឹងមេខ្លះចឹង បាទ តែបើមេខ្លះអត់ទេពេលខ្លះមេកូនចៅធ្វើការងារហត់ទៅមកជ្រុងមកផ្នែកហ្នឹងចាប់ការងារចប់ដល់ខែដឹងតែបើកលុយ បាទ តែអត់ទេ អញ្ចឹងទៅដល់ខែទៅយើងបាក់លុយហ្នឹងឯង តែខែគេគិតច្រើនបើកលុយប្រាក់ខែបុគ្គលិកផងថ្លៃទឹកថ្លៃភ្លើងថ្លៃដីទៅរត់កាយមកចប់ តកែណាគិតមិនទេ បើខាតបើចំណេញអីទេបើ តកែអត់មានអីគិតសោះតកែគ្រាន់តែដល់ខែ គិត បុគ្គលិក10នាក់បើកតែ ចេញកំណត់មកពីណា កំណត់បុគ្គលិកគេចេះគិតហើយ ចេញបុគ្គលិក បើតាមមានផ្នែកចេះដណៃផ្នែកអី គេមានគេចេះគិតហើយ បុគ្គលិកអ្នកគិតឲ្យតកែវិញ ទទួលភ្ញៀវបុគ្គលិកអ្នកទទួលគិតលុយបុគ្គលិកអ្នកគិតលុយឲ្យទឹកនៅទាំងអស់យល់តកែចាំតាមមកទទួលលុយហើយនឹងចាំបើកប្រាក់ខែគេទេប៉ុណ្្នឹងសោះក៏វេទនាម្លេះ អត់ទេគេត្រូវគិតទាំងអស់គេត្រូវមើលគេបិទបញ្ជីបិទអីទៀតជុំ អូត្រូវឲ្យបងគេមានបិទបញ្ជីគេមានបិទបញ្ជី តែពពោះវា កឹបលុយអីទៅ កន្លែងខ្លួនឯងសមត្ថទោសយើងឧទាហរណ៍កន្លែងផ្សេង បញ្ជីហ្នឹងចាំបាច់បិទទៅអីបើគង់បើកវិញតែបើកចោលរហូតទៅ ហើយបើមិនបិទមិនបញ្ជីនឹងបិទបាន បើគង់បើកទៅសេវិញទៅដែរលេបិទទៅអី មើលថាគេលក់បានប្រមាណហើយគេទិញអីខ្លះដែរណាมันគេបិទកើត ជុំអញចេញដេញថងអញចេញដេញ មានន័យថាចេះបញ្ជីហ្នឹងពេលចូលពេលបើកផាប់ភ្លាមគេបើកចំហចោលអញ្ចឹង បើក ក៏យើងទៅបិទហ្មងបានបិទបាន ហ្នឹងហើយយើងតកែអ្នកទៅបិទតល បិទស្អីគេបញ្ជីហ្នឹងស្អីគេ បញ្ជីហ្នឹងចំនួន ចំណូល ចំណាយប្រចាំថ្ងៃ មួយថ្ងៃយើងត្រូវបិទបញ្ជីម្ដង បើអត់បិទទេទុកអញ្ចឹងពួកនឹងកែលុយកែលេខកែមិនបន្តិចមកបើតែបុគ្គលិកដូចអញ្ចឹង style ដែរអញ្ចឹងទុកបាក់ទុកចិត្ត អូភាគច្រើនជីភាគច្រើនគេឥឡូវគេលេងបាយនឹងទីនេះគេបាយនៅកុំព្យូទ័រ ហ្នឹងហើយហ្នឹងដូចតែបញ្ជីអាពាក្យបញ្ជីហ្នឹងគឺដូចហ្នឹងគេនិយាយតែមួយយល់ទេ គាត់ទៅសេនៅกระดาษថាគាត់អត់ចេះប្រើអស់ហ្នឹងទេគាត់រៀងល្ងងតិច មែនទេយើងបិទនៅក្នុងកុំព្យូទ័រហ្នឹងឈ្មោះតែគេនិយាយតែបិទបញ្ជីគេតែបិទកុំព្យូទ័រទៅអីគេបញ្យល់អញដល់មកអញត្រូវបិទកុំព្យូទ័រគឺបើបិទកុំព្យូទ័របាក់ដល់មក នោះរៀងឆ្ងាយពីប្រធានបទយើងទៀតនេះអមជុំចង់សួរចែឧទាហរណ៍បើសិនជាពេលវេលាមួយដែលយើងទៅសុំមេនឹងឡើងប្រាក់ខែទៅក៏អត់ព្រមឡើងទេសុំច្រើនដងនៅតែឡើងតែអញ្ចឹងយើងចេះរៀងមានអារម្មណ៍ខ្នក់ចិត្តដែរអញ្ចឹងដល់ពេលវេលាហ្នឹងយើងគួរតែសុំឈប់អត់ សុំ លុះតែពេលខ្លះគាត់លេងឆ្នាំខ្លាំង អ បង ត់ត្រូវសុំចុះតែសុំឈប់តាមផ្លូវ បាទយើងបានសុំហើយយើងបានស្នើសុំគាត់ហើយគាត់មិនព្រមឡើងឲ្យយើងជាមួយម្ដងពីរដងទៅ3ដងអញ្ចឹងយើងអត់ត្រង់សុំឈប់ទៅហ្នឹងគ្រប់ត្រូល ត្រែលឈប់ត្រែលចុងក្រោយថោកដែរ យើងបាននិយាយ យើងបាននិយាយអូខេ មុននឹងយើងចូលនៅក្នុងកន្លែងហ្នឹងមួយគឺយើងដូចរាប់អានដូចជាបងប្អូនក្នុងដំបូងផ្ទះតែមួយ ទំរំយើងសុំឈប់មានថាយើងថោកឆ្អែតហើយ យើងទ្រាំយើងថាយើងសុំគាត់ច្រើនដងហើយតែគាត់មិនអោយយើងថាចឹងមិនថាពេលដែលយើងសុំឈប់យើងអត់ថោកទេអ្នកដែលថោកគឺតកែយល់ទេមិនចេះមើលថែកូនចៅដែលល្អ ត្រូវបង ទៅហើយ សុខចិត្តគ្នាសុំតាមត្រង់មិនអោយគ្នាហើយធ្វើមិនដឹងមិនលឺហើយអត់ឡើងឲ្យគ្នាហើយដល់គ្នាសុំឈប់ ឲ្យឈប់ទៀត ឲ្យឈប់ឲ្យឡើងប្រាក់ខែតាពេលសុំច្រើនទៅវាថាមើលទៅ ថា10 20យើងអញ្ចឹងសុំ ឡើងឲ្យអញ្ចឹង បើខ្ញុំការធ្វើការមួយចិននៅកំពង់សោមឡើងប្រាក់ខែរាល់ខែអត់ដែរសុំផង ដោយសារចេះ ខ្ញុំយកគ្នាមួយតកែ ហេតុអីបើខ្ញុំចង់និយាយថាគុំ ផ្សេងទេអូយ និយាយអញ្ចឹង សុំថែតិចគុំត្រឡប់ថាអូសុំឈប់ដើម្បីឡើងប្រាក់ខែពេលដែលឧទាហរណ៍ក្រានធ្វើចឹងបានជោគជ័យចុះបុគ្គលិកប្រហែលអ្នកទៀតគេធ្វើមិន ហ្នឹង
បុគ្គលចឹងដែរមក ធ្វើចឹងដូចគ្នាមក ចង់ឡើងប្រហែលចឹងដែរមក អូ មកដែលបាត់ចំបង កាយអត់ទេធ្វើចឹងងាប់មនុស្សអត់ទេ បើកតែ3ខែអាលាយ ដល់ពេលអញ្ចឹងបានយល់ចេះ យើង យើង កំណត់ខ្លាញ់មក យើងជាបុគ្គលិកយើងអាស្រ័យលើមើលការអាកប្បកិរិយាផុសមេយើងដែរ ហ្នឹងហើយ តាមេរបស់យើងជាមនុស្សបែបណា ហ្នឹងហើយ យើងគួរនិយាយបែបណាបានអ្នកខ្លះមេខ្លះធ្វើ style គាត់ធ្វើសុំឈប់มันគាត់បន្លាយប្រាក់ខែឲ្យតែមេខ្លះអត់ទេគាត់ថានិយាយមួយគាត់ស្រួលទៅប្រាប់គាត់មកមូលហេតុមួយ2 3 4 5អីទៅគាត់ឡើងប្រាក់ខែឲ្យហើយយើងអាស្រ័យលើស្ថានភាពជាក់ស្ដែងថាតើតំណែងយើងមេនឹងកូនចៅនឹងបែបម៉េចហើយគាត់ចំណឹកបែបម៉េចហើយយើងធ្វើការបានលទ្ធផលបែបណាសមត្ថភាពរបស់យើងបែបណាដែរបានយើងអាចធ្វើការសម្រេចចិត្តថាតើយើងសុំគាត់ត្រង់ឬក៏យើងសុំបែបជាលក្ខណៈសុំឈប់បានដើម្បីបានឡើងប្រាក់ខែវាអញ្ចឹងណា បើខ្ញុំអត់តែខ្ញុំបើខ្ញុំជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនណាមួយអញ្ចឹងតែខ្ញុំចាប់ផ្ដើមធ្វើការមួយថ្ងៃទៅ2ថ្ងៃហើយតកែដូចកូនបំណុលខ្ញុំអញ្ចឹង បើតកែដូចចូលរំដុំថ្ងៃ អត់ទេ ខ្ចីដាក់ខែ អត់ទេដាក់ខែតកែដូចកូនបំណុលខ្ញុំថានៅជាពាក់លុយខ្ញុំធ្វើការបានមួយថ្ងៃទៅថាមួយថ្ងៃបានមួយថ្ងៃ100អញ្ចឹងខ្ញុំចាប់ផ្ដើមជាពាក់ខ្ញុំ100កូនចាប់ផ្ដើមកូនបំណុលខ្ញុំណា បាទ ទោះដល់ខែបានដល់ខែបានខ្ញុំទាដល់ខែទាអញ្ចឹងអត់មានលុយបើខ្ញុំប្តឹង ណា ដូចកូនបំណុលខ្ញុំអញ្ចឹង ត្រូវបង យើងអត់មានសិទ្ធអីជាមួយ ទៅបើយើងគេជាមេយើងតែអារម្មណ៍យើងដូចមេគេវិញអារម្មណ៍យើង បើអារម្មណ៍ខ្ញុំគឺ ចាស់បំណុលវិញ នឹងយើងជាចាស់បំណុល វិញតកែ នោះ គឺជាកូនបំណុលអត់ទេត្រូវ បើគាត់ខ្លាំងយើងធ្វើការមួយថ្ងៃបើមួយថ្ងៃមកគាត់លេងឆ្ពាក់យើង ចាំឯងធ្លាប់មានកូនចៅដែរឯងគិតថាកូនចៅឯងជាបែបណាដែរជាមួយមួយថ្ងៃ ឆ្ពាក់មកវាច្រើននេះឥឡូវបុគ្គលិកមានប្រហែលអ្នក 30នាក់ជាង ពាក់លុយគេច្រើននេះពាក់ឡើង30អ្នកជាងឥឡូវ ច្រើនតែយើងមានអីយើងដល់ខែយើងដឹងថានេះឲ្យគាត់បើសិនតែយើងអត់ទេបើសិនតែយើងធ្វើមួយថ្ងៃយើងអាចតែបើគាត់មួយថ្ងៃគឺក្បួននេះគឺវាញ៉ៃយើងអាចរៀបចំតន់ទេចឹងដល់តែមានអ្នកចាំអាមួយអ្នកចាំគិតលួយអាមួយអ្នកចាំបើកលុយចាំគិតលុយបើកអាមួយទៅចាំគិតលុយចំណាយគិតលុយចំណូលមនុស្សវាត្រូវប្រើច្រើននេះចឹងយើងអាចធ្វើចឹងបានទេមិនធ្វើការអំណងបើកថ្ងៃស៊ីថ្ងៃណាអត់ចប់ទេណា បាយរវល់ធ្វើអីមិន ទាញ ចឹងយើងធ្វើចប់ម៉ោង5បើកលុយ សំឡងក៏គេមានតាមអាទិត្យតាមនេះដែរ តែបើមួយថ្ងៃមិនកើតនៅនេះមុនការងារគេអី ហើយចុះឥឡូវសួរតកែរវល់ធ្វើអីរវល់ធ្វើអីគាត់ណាចាំតែស្រីបើកលុយគេនឹងរវល់ធ្វើអី គេធ្វើការមានការប្រម៉ូទយើងគិតយើងប្រម៉ូទ មនុស្សធម្មតាឆ្ងល់អស់ហើយណាមកយើងស្ងួន ខ្ញុំឆ្លងដល់ទេ គិតតែរឿងបើកលុយឲ្យពួកវាមិនបាច់ខំប្រឹងធ្វើឲ្យប្រម៉ូសិនមកអីទេ គេខំមកធ្វើការឲ្យយើងអត់គិតបើកលុយឲ្យគេចុះ បើតែគេគិតចុងខែពាក់កណ្ដាលខែមួយអាទិត្យពីអាទិត្យគេបើកម្ដង បែកបើបែកគិតតាំងពីថ្ងៃដំបូងបាត់បើកឲ្យតាំងថ្ងៃដំបូងតែលោកឯង ហើយចឹងចូលព្រាមធ្វើការព្រាមបើកលុយព្រាមហ្មង បងមិននិយាយអានេះមិនថានៅផ្ទះវិញហ្នឹងដាក់ហ្គេងស្បឹកពីមុនកំប៉ុងមកនិយាយភាសាគ្នាដល់ភ្លឺ ហើយមួយទៀតរបស់ខ្ញុំនៅឆ្ងល់មួយទៀតខ្លួនជាតកែហ្នឹងពេលដែលបុគ្គលិកទៅសុំបើកលុយតែសុំបើកលុយណាតកែហ្នឹងគាត់ពីចឹងគាត់ឆ្លើយមកថារវល់ចាំស្អែកឬក៏កាន់ស្អែកអីចឹងទៅចាំទៅនេះឆ្ងល់គាត់រវល់ធ្វើអីគេអូថាមកក្រុមហ៊ុននេះមួយចឹងណាទីផ្សារគឺមានអ្នកធ្វើហើយ បាទ អ្នកលក់គឺមានអ្នកធ្វើហើយ មែនហ្នឹង អ្នកដឹកគឺមានអ្នកធ្វើហើយ ហើយ អ្នកគិតអ្នកគឺមានអ្នកធ្វើទាំងអស់ ចែកតាមផ្នែកអស់ទៅ អ្នកទៅជួបភ្ញៀវសឹងថាមានអ្នកទៅធ្វើទៀតតែមនុស្សហ្នឹងគឺទៅណែណាតកែហ្នឹងគឺទៅណែអត់មានអីធ្វើសោះមកដល់ពេលទេទីលុយរវល់នឹងរវល់ធ្វើស្អីបងឆ្ងល់រវល់ធ្វើអី មែនតា មិនរវល់ទេមិនលឺបុគ្គលិកពេលខ្លះបុគ្គលិកខ្លះគឺគេត្រូវតែធ្វើចឹងដាក់បណ្ដោយបុគ្គលិកខ្លះឥឡូវគេថាឥឡូវមេឃពងភ្លៀងដល់មកធ្វើការមេសុំលេខ10នាទីចូលធ្វើការម៉ោង9ចូលធ្វើការម៉ោង9សុំលេខ10នាទីមេឃភ្លៀងខ្លាំងណាមេអូខេលេខ10នាទីថ្ងៃហ្នឹងបើកលុយបើវាពាក់ឲ្យភ្លៀងមកម៉ោង8ម៉ោង7ដល់9ខ្ញុំដល់ហើយ អូខេ ថ្មីអត់លើត្រូវអត់ ប៉ុនគឺប៉ុនឆ្លើយសំឡេងកំប្លែងតែឆ្លើយកំប្លែង ធ្វើការមេឃភ្លៀងមេអើយមកអត់មកអត់តន់ទេសុំលេខ20នាទីថ្ងៃហ្នឹងបើកលុយអើយបើពាក់ឲ្យភ្លៀងមក 350 3ហាម្ដងហ្មងមុនមកធ្វើការ10នា ដោយ ទី សារលុយឃើញទេបាទ អញ្ចឹងអាមិន គេមកចាំមុនហ្នឹងហើយគាត់ថាលុយ ហ្នឹងហើយលុយឯធ្វើការលុយមើល លុ លុ យ យ កា ចិត្ត រ ណា លុយស្មាន អត់មានលុយចិត្តណាខ្លះហ៎ហើយមានលុយចិត្តណាខ្លះហ្មងធ្វើការកាច់ងាប់លុយមក អត់តែឥឡូវបាយ លុយនឹងធ្វើការដើម្បីលុយហើយតែយើងមានមនោចេតនាផង ឥឡូវខ្ញុំ ឥឡូវចេះហេតុអី ទៅបាយវិញ មេហេតុអីបានប្រាក់ខែហ្នឹងលេតដោយសារយើងលក់បានចែកអត់ទេខ្ញុំធ្វើការចប់ថ្ងៃខ្ញុំត្រូវបើកលុយអត់ទេអញ្ចឹងខ្ញុំយកពលាដីអាណាដែរឈឺចឹង អត់ធ្វើចឹងមិនកើតបើគេធ្វើការ4 10អីទៅសុំអត់ គេ លុយ ដល់បើកឲ្យហើយគេមិនអត់បើកឲ្យណា បើខែ ខែម៉ានឡើយខែម៉ាន ខ្ញុំអត់មានប្រាក់ខែផងណា ពេលធ្វើការឥឡូវឧទាហរណ៍វាម៉ាន
ពេលធ្វើការ ប្រាក់ខែ200 ការនៅធ្វើម្លងច្រើនដែរជា អត់ទេនិយាយឧទាហរណ៍យើងធ្វើការនៅផាប់ហ្មង តាម ប្រា ផ្លា ក់ ប់ ខែ200 បាទ បើកលុយឯណា ខ្ញុំមិនដឹងបើកថ្ងៃណាបើបែកអ្នកបើកអើយជួយឲ្យដល់ ធ្វើការធ្វើការបានមួយថ្ងៃ ធ្វើការបានថ្ងៃបានថ្ងៃ អត់ដឹងខ្លួនឯងធ្វើការបានមួយថ្ងៃមិនបើកលុយបានតាមណា មានអារម្មណ៍ថាគាត់នៅតែពីរនាក់អត់មានយើងណាគាត់ពុកឆ្លងចោលខ្លាំង ឡើយទៅពាក់ឡើយទៅ ស៊ីជំរឿនសហគមន៍ ពាក់ប្រាក់ខែសិនមួយថ្ងៃបានអត់ បែកចង់និយាយពីអីឡើយចង់និយាយពីអី លើទៀត ឥឡូវឧទាហរណ៍បើទៅការនៅផាប់គាត់ ធ្វើការនៅផាប់ អូបាទ អូដឺ អឺ ប្រាក់ខែ200ទៅ បាទ បាទ ហើយថ្ងៃហ្នឹងបើក ហ្នឹងហើយ ពាក់មួយថ្ងៃបានអត់ តែខ្ញុំមួយថ្ងៃមែន ហ្នឹងឡងមួយថ្ងៃបានអត់ ហើយរដងបែកធ្លាប់ពាក់បុគ្គលិកចឹងហ៎ អត់ទេអត់ទេពាក់យើងការ3ថ្ងៃទេប៉ុណ្ណោះជួនកាល3ថ្ងៃទេប៉ុណ្ណោះ អូត្រូវហើយចឹង តែសាច់យើងលេងយើងការ3ថ្ងៃទេណោះយើង delay ថ្ងៃ ហើយដល់ទៅពេល delay យើងមិនទៅពាក់ទេតែក្នុងយើង delay យើងយឺតដោយការបើកឲ្យយើងមិនទៅពាក់ទេ ហ្នឹងហើយហើយបុគ្គលិកគេថាម៉េច មានថាម៉េច មានថា គេ ម៉េចយើងថាចាំដល់ថ្ងៃយើងថាម៉េចលើថាម៉េចឧទាហរណ៍បើសិនបុគ្គលិកយើងថាម៉េច ខ្ញុំមែន ហ្នឹងហើយ ខ្ញុំថាជុំមេរវល់ធ្វើអីវាអត់ចាំបាច់លើកថ្ងៃឬអត់មានធ្វើអី ថាសុំ delay សុំយឺតយ៉ាការបើកបន្តិច ថៃ មួយថ្ងៃ ថៃមិនយឺត ហ៎ ថៃមិនយឺត ស៊ូវិញ ស៊ូវិញ ថៃបាត់យឺត ថៃមិនយឺត ចុះឲ្យប្រញាប់លុយឯហ្នឹងមក អេមិនហ្នឹងស៊ូថៃមិនយឺត ឲ្យប្រញាប់លុយឯហ្នឹងមកបាក់ឯហ្នឹងមកបានរស់មក បន្លុយយើងរំពឹងថ្ងៃនេះយើងចាំបានថ្ងៃហ្នឹងហ៎បងខែ យើងធ្វើការពេញមួយខែលុយប្រមងឲ្យតកែពេញមួយខែ យើងចង្ការខាង account គេធ្វើការតនហើយការងារហ្នឹង ទៅពាក់ព័ន្ធនឹងមួយ account ចុះ account គេអ្នកសរុប account គេបើកលុយនៅអីទាំងអស់ហ្នឹង account នេះសរុបបើកលុយហើយមិនគេសល់លុយប្រហែលមិនគេឲ្យទៅតកែ អូមានតែបាយរវល់ទៅជួ account មកលេងទៅហើយ account វេ ទៅផុត account កណ្ដី មែន account ទៅបង បុគ្គលិកសុំអានលុយបុគ្គលិកទៅអង្គុយមើល account វិញ ចុះបាយលើកមកទៅអីចុះ និយាយថា account គេនិយាយ account ត្រូវតែជួប account ភាសាអង់គ្លេសបងភាសាអង់គ្លេស account គេថាកណ្ដីថាគិតលុយ ខាងផ្នែកកណ្ដីបងថាចេះអត់ សំណួរផ្សេងត account ទៅលេង យល់អាបុគ្គលិកបងទាលុយបើប្រាក់ខែទៅនៅទៅអង្គុយមើល account ចុះបាយនិយាយទៅអីចុះ ប៉ុណ្ណា និយាយថា account មែន account ទៅពេលចឹងជឿសរុបសេចក្តីមិនឲ្យបងប្អូនពិចារណា ដូ ខ្ញុំមកដល់សេចក្តីមកចឹងសរុបសេចក្តីយើងសរុបជារួមបងទៅការប៉ទៅការលើកឡើងបងទាំងពីរគឺសំហើយសំផរៀងខ្លួនតែអញ្ចឹងទៅ ម្យ៉ាងម្នាក់ បងកាកាគាត់និយាយត្រូវបងក្រាត់គាត់និយាយត្រូវ បាទ គាត់ណាបងប្អូនដែលមើលទៅបងប្អូនអាចពិចារណាខ្លួនឯងទៅថាបងប្អូនស្ថិតនៅក្នុងគណៈទេសៈមួយណាដូចបងពេលខ្លះនិយាយទៅទៅដាក់ពាក្យទៅវាធ្វើឲ្យខូចមនុស្សចេតនាដែរអញ្ចឹងទៅតែពេលខ្លះដូចសុំច្រើនដងអត់ឡើងអត់ដាក់ពាក្យជប់វានៅវិធីត្រឹមត្រូវដែរ ចឹងនិយាយមិញផ្ទាល់តែម្ដងមានថាអាស្រ័យលើស្ថានភាពនិងកັບកិរិយាឬក៏ការតំណតំណជាមួយនឹងមេនឹងកូនចៅបែបណាយើងអាចដោះស្រាយបែបនោះទៅហើយបើសិនជាបងប្អូនមានស្ថានភាពណាផ្សេងទៀតយើងចង់ពិភាក្សាគ្នាចង់ធ្វើការជួយដោះស្រាយគ្នាអាចធ្វើការខមមិននៅខាងក្រោមដើម្បីបញ្ជាក់បន្ថែមផងដែរបាទហើយអរគុណបងទាំងពីរដែលបានចោទជាសំណួរសួរដែរហួសចិត្តខ្ញុំខ្លាំងបាទខ្ញុំនឹកស្មានមិនដល់បាទ តែមិញអត់ វែងវិញវែងណា មិញអត់ទាន់ឆ្លើយទេ ឆ្លើយគេ អត់ទាន់ឆ្លើយថា ឡើយចាប់ធ្វើម៉ែ account ហ្នឹងសិន ថៃបានចេះតែលើកថ្ងៃបុគ្គលិកចឹង ដូចនិយាយថាប្រាប់មិញតាប្រាប់មិញតា អត់នៅទាន់ឆ្លើយទេ ថា account គេរៀបចំមកតហើយ ក៏ប៉ុន្តែខ្ញុំសរុបសេចក្តីមិនចប់ទេបង ចុះតែនេះចង់តែគេ account គេរៀបចំមកតហើយ មើលបាយនិយាយចេះបុគ្គលិកគេឆាប់យល់អូនណាថ្ងៃនេះបើតើមានលុយបើកឲ្យទេសុំពីថ្ងៃនេះបាត់មានលុយ ធនាគារមិនតន់ឲ្យយល់ទេធនាគារផ្សេងលុយធនាគារមិនតន់បានបើកបានហើយបើកឲ្យបុគ្គលិកហើយ ចឹងមានថាបាយរងថ្ងៃនេះមួយខែខ្ចីធនាគារម្ដង ហ្នឹងហើយលុយសួរស្គាល់ដល់លុយគេបវលហ៎ បបលហ្នឹងយើងបបល បវលទាំងមនុស្សទៀតលុយណាបើទាំងពលិសទៀត អរគុណមែនតើប្រធានបទទី1របស់យើងវាមិនឡាយដែរប៉ុន្តែសុបាយ ចុះស្ថានភាពទី2ចង់ឲ្យបងទាំងពីរក៏ដូចជាបងប្អូនពិចារណាបន្ថែមទៀតនោះគឺថាក្នុងស្ថានភាពមួយដែលយើងនៅធ្វើការនៅកន្លែងនេះយើងបានប្រាក់ខែច្រើនហើយយើងដឹងខ្លួនឯងច្បាស់ហើយបើយើងទៅកន្លែងផ្សេងទៀតក៏យើងអាចបានប្រាក់ខែច្រើនចឹងដែរប៉ុន្តែមេរបស់យើងតាក់ទងនឹងមេទៀតណាអត់តែណាប្រធានបទនៅចូលមួយគ្នាបាទមេរបស់យើងហ្នឹងគឺថាពិបាកវេទនារឿងធ្វើឲ្យយើងស្រេសស្មុគស្មាញអញ្ចឹងសម្ពាធផ្លូវចិត្តអីពិបាកខ្លាំងមែនតើ បាទតែប្រាក់ខែច្រើន ប្រាក់ខែច្រើន បាទ ចឹងតើបងនឹងមានការសម្រេចចិត្តបែបណា បងអត់ឲ្យខ្លួនឯងមានសម្ពាធផ្លូវចិត្តទេប្រាក់ខែច្រើនក៏ដោយសុំឈប់ក៏ដោយ គិតដូចខ្ញុំ ហ្នឹងហើយសុំឈប់ក៏ដោយបើសិនតែយើងខំប្រឹងធ្វើការល្អហើយมันបានល្អថានេះថានោះថានេះអាចយើងធ្វើល្អ10កាលយើងខុសមិនតិចអាលាយអា10នឹងអស់លីងណាខុសប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយ
ក៏អត់អាចឲ្យសម្ពាធខ្លួនឯងដែរសុខចិត្តបើថានេះទៅធ្វើការឡើងផ្សេងឬក៏ឈប់ធ្វើការបណ្ដោយឈប់ពីកន្លែងហ្នឹងហ្មងអត់ឲ្យតកែមកធ្វើចឹងដាក់យើងទេ អត់ត្រូវ អីវាចេះចំទាស់អញហូតចឹងចំទាស់ហូតគ្នាចឹង អ្វីដែលបងនិយាយមិញហ្នឹងវាអត់ត្រូវទេចំពោះខ្ញុំណាវាត្រូវទេ ចិត្តទៀត ហើយវាអត់គួរនិយាយទេ គួរនិយាយមែនគួរនិយាយមក យើងជាយិក្មិនប៉ុណ្ណាប៉ុណ្ណេះដែរមកនិយាយទៅវាអត់វាត្រូវទេយល់ អូឡើងយកវាខមមិនអអញយកវាខមមិនអ យល់ហើយបងយល់ យល់ហើយ បើសម្រាប់ខ្ញុំកន្លែងការងារហ្នឹងយើងបានលុយថ្លៃហើយបាទអញ្ចឹងទម្រាំយើងបានប្រាក់ខែថ្លៃប៉ុណ្ណេះមិនងាយទេមិនងាយទេមានកន្លែងខ្លះយើងចូលដំបូងបានណា150អីផងទម្រាំរហូតបានឡើងដល់1000ហ្នឹងយើងពិបាកណាបងពិបាកណាអញ្ចឹងយើងប្រាក់ខែថ្លៃមេអាសាមកវិលវល់យើងជាមួយយើងអញ្ចឹងហើយដោយសារអីបុគ្គលហ្នឹងគឺប្រាក់ខែថ្លៃជាងគេចឹងតាមមើលវាតិចច្រាក់ជ្រេញមើលវាតិច ចឹងឲ្យប្រាក់ខែគេច្រើនតាមមើលគេច្រើនខ្ញុំស្ដីឲ្យគេតាមស្ដីឲ្យគេ អេវាអត់ត្រូវតាមស្ដីតាមណាមានន័យថាមេគេកំពុងតែដុសខាត់យើងហើយគឺតាមនិយាយថាអូននេះកំប៉ុងកែនស្បឹកអត់ត្រូវកោះចឹងតែអូនចោះផឹកពីជាហៀងគេឧទាហរណ៍ណាឧទាហរណ៍ហើយគេមានកន្លែងឲ្យផឹកហើយនោះគាត់នៅតែមកជំរិញយើងថាចោះផឹកគេស្រួលបើខ្យល់វាចេញចូលមកផឹកបានច្រើនយល់អត់ ថ្មីទៀត ចឹងគាត់នៅតែបញ្យល់យើងដដែលដែរដោយថាអីវាមានកន្លែងខ្លះយើងអត់យល់មែនណាយើងបែរថាចោះបើផឹកឆ្ងាញ់ជាងមុន វាមិនដែលដល់ថ្នាក់ទៅធ្វើចឹងទេយល់ទេវាមិនដែលដល់ថ្នាក់ធ្វើចឹង មួយទៀតបើសិនជាមេនឹងគាត់អាសាមកស្ដីឲ្យយើងមកអាសាមកជំរិញយើងណាដោយសារមេតនេពេកមេគាត់តនេពេកគាត់ដឹងទៅធ្វើអីជុំគាត់ចេះមកជំរិញមួយបុគ្គលិកហ្នឹងដោយសារគាត់ចង់ផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយនឹងបុគ្គលិកបាទគេអត់មានចិត្តជាឆ្អល់ដូចបែបឯងចឹងទេ វាមិនដែលណាបង្កើតភាពស្និទ្ធស្នាលមកស្ដីឲ្យគេចឹងទេលើឧទាហរណ៍ឡើងធ្វើការពុកមានអារម្មណ៍ធ្វើការហ្នឹងមានអារម្មណ៍ធ្វើការសុបាយចិត្តធ្វើការងារល្អហ្មងព្រោះវាខែច្រើនពុកមកធ្វើការងារល្អមកពីក្រោយមិនដឹងមកណាចុះឯងមិនឯងបងប្អូនណាឯងមើលធ្វើចឹងឯងមើលភ្ញៀវហ្គេមស្បឺគេឲ្យចោះពីជំហៀងចេះមិនផឹកកើតចុះនេះគួរអត់បានទេចុះទៅលេបតាមនេះថៃលេបតាមនេះថៃលេបតាមនេះថៃលេបតាមហ្នឹងថៃនិយាយចឹងខុសទៀត ឯងដឹងគេខុសដែរអី គេអត់មានតថាអីទេបងគាត់តែព្រឹក បាច់យើងជួយសើថែមថយ បើយើងកោះចេះមកផឹកដូចឆ្ងាញ់ជាងមុនស្រួលផឹកជាងមុនយល់អត់តែបើកោះចេះដដែលវាដដែលណាទៅសាច់ចោះបើមិនផឹកឆ្ងាញ់អញ្ចឹងណាអញ្ចឹងមានថាមេគាត់ចាប់អារម្មណ៍ជាមួយយើងខ្លាំងមែនទែនគាត់ចាប់អារម្មណ៍មួយយើងខ្លាំង ចឹងបើសិនជាមកហាងហ្នឹងចាប់អារម្មណ៍តែយើងមួយចឹងមានមានស្នេហាមួយតកែ វាបាយយកគ្នាកែដូចខ្ញុំដែរ អូឥឡូវមនុស្សមកកណ្ដោមិនព្រោះទៅព្រឹកមិនស្ដីឲ្យតែយើងម្នាក់ឯងនោះថៃយើងឆ្លាញ់គ្នា យើងប្រាក់ខែថ្លៃជាងគេ ប្រចាំគ្នាមែនទេ សឹងថា គេច្រើនទាំងអស់ហ្នឹង សឹងថាប្រាក់ខែយើង1000ហ្នឹងចង់ច្រើនជាងតកែផងអញសល់ហ្នឹង ច្រើនទៅ ត ខែ កែទៅកាត់វាច្រើនមិនកើតតែឥឡូវសុខចិត្តខ្ញុំសុខចិត្តឲ្យគេស្ដីឲ្យពីមុខពីក្រោយរាល់ថ្ងៃដើម្បីលាក់បានលុយហ្នឹងទៅ ឥឡូវខ្ញុំសួរបែងតកែដៃមានប្រាក់ខែបើកអត់ទេ អត់មានទេ ដៃមានទេណាតែយើងមានប្រាក់ខែបើក តែយើងបានលុយចំណេញ អូចំណេញដែរចឹងបើចំណេញដែរ យកចំណេញ ចុះខាតខាតហ្នឹងយើងខាតដបង បងថាឥឡូវមិត្តភក្តិទៅលេងច្រើនពេកទេ ហ្នឹងហើយអត់ទេបងប្អូនទៅអត់អីទេបងប្អូនអត់ទៅអត់អីទេណាស់អត់មានឃើញបងប្អូនទៅទេ ចាំមានន័យថាបង្ក្រាញនិយាយថាបើសិនជាប្រៀបធៀបប្រាក់ខែជាមួយតកែមានប្រាក់ខែទេយើងគួរតែនៅបន្តទៀតទេបើមានសម្ពាធផ្លូវចិត្តប៉ុណ្ណាក៏ដោយពិបាកនឹងការងារប៉ុណ្ណាក៏ដោយយើងគិតប្រាក់ខែ តកែអត់មានប្រាក់ខែណាយើងមានប្រាក់ខែ1000ណាយើងខ្លាចជាតកែទៀតហេតុអីមកឲ្យតកែស្ដីឲ្យយើងមិនស្ដីយើងទឹកមុខទឹកក្រោយទៅអីយើងមានប្រាក់ខែ យើងមានប្រាក់ខែតែយើងមានប្រាក់ខែដែរបានគាត់ឈឺឆ្អល់មួយចឹងណាគាត់ចង់ផ្សារទំនាក់ទំនងជាមួយយើងថា យើងយកលុយពីគាត់មក យើងយកលុយពីគាត់ណាយល់អត់ឲ្យយើងមានភាពកក់ក្ដៅ អូកើតទេអញ្ចឹងវេទនាមនុស្សយើងជុំការយើងត្រូវមានអារម្មណ៍យើងមានអីខ្លួនឯងចុះឧទាហរណ៍មកស្ដីយើងមុខភ្ញៀវមុខអីយើងខ្មាស់គេដែរ ហេតែស្ដីឲ្យឈួតបាត់ហើយ ហ្នឹងហើយក៏មិនលឺមិញនិយាយមិញគេដាក់មកហ្នឹងថាតកែស្ដីឲ្យរហូត ហ្នឹង ពិបាកញ៉ែញ៉ៃ ធ្វើនេះក៏មិនត្រូវធ្វើនោះក៏មិនត្រូវ យើងធ្វើនេះក៏មិនត្រូវ កែឯកសាររហូតធ្វើការថ្ងៃហ្នឹងក៏ទឹកភ្នែកទឹកសបោប៉ុន្តែប្រាក់ខែច្រើន ប្រាក់ខែច្រើន1000 ខ្ញុំមិនយកទេ ស្ដីឲ្យឯងស្ដីមុខគេលើកាត់លុយឯងមកស្ដី900 1ម៉ោងក្រោយឲ្យ1000វិញ ឥឡូវយើងក៏ត្រូវដែរព្រោះអីចេះឲ្យគាត់មើលលើធម្មតាកន្លែងណាក៏ដោយតែគេនិយាយថាធ្វើការងារគេយកលុយពីគេវាដែរស្រួលទេតែមានសម្ពាធតែពិបាកអីអញ្ចឹងយើងចិត្តទ្រាំពីព្រោះលុយយើងត្រូវការដើម្បីយើងទៅចំណាយធ្វើអីផ្សេងសមជាមួយនឹងជីវភាពរបស់យើងមិនខ្លះយើងត្រូវបង់ធនាគារបង់អីហើយចាំបើយើងសុំឈប់ពីកន្លែងទៅនៅកន្លែងផ្សេងបាត់អត់បានប្រាក់ខែប៉ុណ្ណឹងហើយតោះទៅជួបមេផ្សេងមិនប្រកាសថាមេផ្សេងហ្នឹងអត់ផ្ដល់សម្ពាធឲ្យយើងណា
មេផ្សេងក៏ផ្ដល់សម្ពាធបែបផ្សេងមកប្រភេទទៀតដែរ បាទត្រូវ វាសុខចិត្តនៅដើម្បីបានប្រាក់ខែច្រើនណាស់មែនទេមិនក្រាន បាទទឹកចិត្តនៅបានប្រាក់ខែច្រើនហើយ អត់ទេ មកលុយនេះ វាធ្វើការដើម្បីលុយហ៎បង ធ្វើទ្រាំអញ្ចឹងតកែបានចិត្តទៀតដេកឲ្យហូបស្ដីឲ្យហូបជុំការឲ្យកូនឈោអាប់តមានមនុស្សផងពួកឲ្យមិនឈោដកដង្ហើមអញ្ ត ចឹង កែបានចិត្តមក បាទយើងទៀត ឥឡូវសួរថាយើងធ្វើចឹងយូរតកែបានចិត្តលើសួរតកែបានចិត្តមកណា បានចិត្តយើងធ្វើយើងទ្រាំមួយហ្នឹងធ្វើយើងទ្រាំមួយស្ដីឲ្យ គាត់បានចិត្ត បានចិត្តមិន បានអី បានចិត្តណាបានចិត្តតកែបានចិត្តណា អូបាន មានន័យថាបើសិនជាឧទាហរណ៍តកែនឹងស្ដីឲ្យតែរហូតហើយនៅទ្រាំបានណាមានន័យថាបានចិត្តហើយ អូបានចិត្តខ្ញុំហើយ ហ្នឹង ណា ហើយមានន័យថាស្រឡាញ់ហើយ ហ្នឹងហើយ តែទ្រាំមកគេស្ដីឲ្យតខែច្រើនក៏ដោយបើកមកយកលុយទៅនឹងអាកាត់ខាតចឹងអាកាបេះដូងបាត់បង់ទំនុកចិត្តណាតែខំនេះគឺបាត់បង់បងមិនគ្រាន់ផងប្រាក់ខែ 1000 ហ្នឹង ទេ យល់ទេ មនុស្សដាក់ថ្លៃរហូតពូសាច់ការហ្នឹងមកទៅ បកែអត់ជ្រះបានเลยស្រឡាញ់ហើយ ស្លាញ់ហូតដល់និយាយមក ទេគាត់និយាយមកគាត់ខុសលោទៅមនុស្សយើងគឺយើងអត់ត្រូវអីណាចង្អៀតចង្អល់ពេកទេ បាទ ហើយមកអត់មានពាក្យសម្ដីណាមួយដែលថាបើថាតកែយើងពងធ្វើការណាតកែអត់មានមកដើមអាឆ្កែអត់មានមកចឹងទេមានទេ អាច ជុំការតាមទាត់យើងមកជើម៉ាំងក៏មានដែរអត់តាន់បានអីគាត់យកពុកចូលមកពុកអាមុខគ្មានហុងស៊ុយ ថា តែណាមិនឥឡូវមិនមុខគេមកណា គាត់ថាមុខយើងអត់មានហុងស៊ុយវាត្រូវហើយមើលលុយអីគាត់បញ្យល់ថាអូនមុខអត់ដែរអត់មានហុងស៊ុយទេអញ្ចឹងយើងតកែមុខចេញដើម្បីឲ្យមានហុងស៊ុយមុខពួកយើងធ្វើការជាមួយគាត់វាចឹងហ៎បងវាអត់ចេញ ហៅសោះតចាញ់វិធីកន យើងកែមុខយើងកែឲ្យមានហុងស៊ុយសម្រាប់ក្រុមហ៊ុនរបស់តកែយើងពួកគាត់និយាយមកគឺអត់ខុសទេអត់មានអីខុសទេ កែយើងកែមុខកែមិនកែទៅជាមិនក ែមានហុងស៊ុយមក កែហុងស៊ុយកែមិនដាក់មិន នឹងដាក់មិន ឲ្យមានហុងស៊ុយ អើចុះមិន បា បាន នតកែនឹងចឹងដែរហ្នឹងតកែវិញ យើងអត់ត្រូវទេធ្វើជាមនុស្សយើងអត់ត្រូវជាអៀតឆ្អល់ចឹង មិនជាអៀតឆ្អល់ទេអាអ្នកស្ដីឲ្យគេច្រើនដងហ្នឹងมันវាជាអៀតឆ្អល់បើមនុស្សចិត្តទលាយមិនស្ដីឲ្យបុគ្គលិករហូតចឹងទេគឺគាត់មានហេតុមានផលមិនគាត់និយាយមិនគាត់ហៅទៅក្នុងអូណាចែកុំឲ្យស្ដីឲ្យមុខគេមុខឯង ហៅទៅក្នុងមិនបានស្ដីឲ្យ ហៅទៅក្នុងនិយាយគេស្ដីឲ្យលក្ខណៈ private ហៅទៅក្នុងគេហៅទៅប្រាប់ ហៅទៅប្រាប់ហ្នឹង ហ្នឹងហើយ ស្ដីឲ្យនឹងតែមួយទៅ អេប្រាប់ផ្សេងស្ដីឲ្យផ្សេង ចុះអាខាងក្រៅប្រាប់ដែរចាំបាច់ត្រូវចាំបាច់ស្ដីឲ្យត្រូវ ខាងក្រៅក៏ប្រាប់ដែរ ប្រាប់ណាស្ដី ស្ដីមិនប្រាប់មិន ឯងមុខគ្មានហុងស៊ុយឯងធ្វើការងារអញ្ចឹង នឹងប្រាប់ថាមុខឯងគ្មានហុងស៊ុយទេ ចុះឥឡូវមិនបានហៅស្ដីឲ្យវិញមក ស្ដីឲ្យ ស្ដីមិន អាថោកអាហ្នឹង ជេនឹងជេនឹងស្ដីឲ្យជេ ស្ដីឲ្យ នឹងជេមិនស្ដីឲ្យទេ សុកបោះជេគេបោះមក មកទៅយូរសាច់ការនេះចាច់កាប់អស់នេះ អានឹងហៅជេគួតចឹងហ្នឹងហៅស្ដីឲ្យ ស្ដីឲ្យស្ដីមិនស្ដីឲ្យស្ដីមិន អេចឹងទៅ ឥឡូវមើលបាយស្ដីឲ្យ បើសិនអញនិយាយទៅថាប្រាប់ហ្នឹងចេះស្ដីឲ្យវិញចេះស្ដីឲ្យវិញ ឆ្លាត ស្ដីមិន ឆ្លាតអត់ បាទនិយាយទៅហាញប្រាប់ហើយ អូលប្រាអើយ ចុះខ្ញុំថាមែនទេបាយថាមែនទេ ឃើញ ហ្នឹងមិន ដួលកំប៉ុងឲ្យលើកឡើងវិញ ប្រាប់ ហ្នឹងហើយមិនប្រាប់ មេមិនប្រាប់ខ្ញុំហ៎ ប្រាប់តា ប្រាប់ស្ដីឲ្យមិនស្ដីឲ្យមិនលេស្ដីឲ្យមិន ស្ដីឲ្យមិនចង់ថាអាពាក្យទាំងអស់ហ្នឹងគឺតែគាត់ប្រាប់ទេមិនមែនស្ដីឲ្យទេខូចថាបើឯងយកចិត្តទៅដាក់ក្នុងចិត្តថាមេស្ដីឲ្យយល់អត់ ថើបងថើ ឥឡូវបាយនិយាយមកពាក្យមិនតែហៅថា អាណាចាំមកប្រាប់គ្រប់តែពេលវេលារហូតចឹងយកមនុស្សមកធ្វើអីមិនមើលធ្វើខ្លួនឯងហ្មងហ៎ បុគ្គលិកមកក្រុមហ៊ុនបើអត់និយាយគ្នាសោះ ប្រាប់ទាំងអស់ចឹងហ្មង គោមកដែរ ប្រាប់ទាំងអស់ចឹងហ្មង វាត្រូវមាននិយាយខ្លះ ធម្មតាត្រូវអញ្ចឹងឲ្យមេនឹងកូនចៅថែមថយលើខ្វះ បាទតែនិយាយប្រាប់ទៅគ្នាទៅវិញទៅមកវិញទៅមកចឹង គាត់ជេរយើងថាយើង ឥឡូវឧទាហរណ៍បើយើងនិយាយលក្ខណៈបុគ្គល ឥឡូវស្ដីឲ្យស្ដីមិនស្ដីឲ្យ លក្ខណៈបុគ្គលលក្ខណៈបុគ្គលមនុស្ស30នាក់ហេតុអីបានស្ដីឲ្យតែយើងតែអានោះជាសម្ពាធអត់ សម្ពាធ វាបើសម្រាប់ខ្ញុំអត់សម្ពាធទេ ដោយសារ ដោយសារយើងវាលេចធ្លោជាងគេបាយគាត់ថាមនុស្ស30នាក់គាត់ស្ដីឲ្យតែយើងទេបើមិនទីគាត់ស្អប់យើងណាគាត់ដកយើងចោលបាត់ស្មានណាក៏បានតែគាត់អត់ដកទេគាត់នៅគាត់ទុកនៅប្រាប់យើងរហូតពីរឿងមួយទៅរឿងមួយទៅតែយើងទេ មនុស្សខ្លះទុកយើងមួយគ្រាន់ជេរអត់ដកខុសគ្នា ថាជេរដាក់ផ្សេងអាចមានរឿង ជេរដាក់ផ្សេង មួយទុកជេរដល់រាល់ ជេរ ថ្ងៃ ដាក់ផ្សេងអាចនេះខ្លែនោះគាត់ទុកឲ្យមួយទៅគ្រាន់ជេរបណ្ដោយអត់ដកឲ្យចោលទៅគ្រាន់ជេរបណ្ដោយ អញ្ចឹងមិនរត់តែល្អទៀតទេ មកចឹងមិនបាន ចាំមើលចូលចិត្តគេជេរ អត់ទេយើងនិយាយថាយើងមនុស្សយើងមានតម្លៃហ៎យើងមិនថា
បើក៏មានយើងមេអត់ចេះជេរទេមេអត់អាចចេតនាបានទេ ចឹងមេទំនេរចោលមេទំនេរចោល ដោយសារមានយើងម្នាក់ ថាយើងជាអ្នកអភិវឌ្ឍ ភាពមេវិញការជេររបស់ ចាំ គាត់ មើលឧទាហរណ៍មនុស្ស30នាក់មេម្ដងមេខឹងទៅនោះតែមកជេរយើងថាអានោះវាមានខ្លួនបើអាប៉ុងជេរយើងហ្នឹង ឌៀមដាមទៅខាងដល់ ឌៀមដាមបាទ ទ្រាំបានហើយឧទាហរណ៍ទៅមានថាពេលខ្ញុំធ្វើខុសទៅជេរត្រាណៃវិញកែ អត់ទេឧទាហរណ៍មិញដូចបែរនិយាយមិញហ្នឹងណាដូចបែរនិយាយមិញថាជេរម្នាក់ហ្នឹងអី ទុកម្នាក់នឹងមួយទុកគ្រាន់ជេរ នៅថាទុកសម្រាប់ជេរថាកាលណាដែលយើងដែលគាត់ជេរយើងមិនទៅដល់តែយើងទាំងអស់ទេ អូ មិនឲ្យយើងទាំងអស់ណា បើឆិតជេរឆិតធៀងទៅអានោះ ឆិតហ្នឹងហើយ ចុះមកខ្ញុំជេរអានោះទៅកូនចៅដូចគ្នាណាទៅខ្លាចអានោះហ្មង ជេរអត់បាន មិនជេរអានេះបើថាទុកយើងនឹងគ្រាន់ជេរ អានោះតែជេរទៅវាខឹង ទុកយើងមិនគ្រាន់ជេរតែយើងជេរចេះខឹងតែយើងមិនខឹងកើតបើយើងនៅត្រាំត្រែងលុយប្រាក់ខែច្រើន ទៅហ្នឹងហើយ ត្រូវ ដោយសារតែមេមានភាពសាសនាមួយយើងជាអ្នកដតីគាត់ថាយក បើសិនជាគាត់ស្អប់យើងមិនគាត់ដកយើងចោលហើយគាត់អត់ទុកយើងនៅបើកស៊ីប្រាក់ខែគាត់រាប់ពាន់ចឹងទេហើយគាត់យល់ចំណុចហ្នឹងអញ្ចឹងយើងឋានៈប៉ុណ្ណេះដែរប៉ុណ្ណឹងគាត់យល់ហើយ អត់ដល់ពេលស្ដាប់បងជុកហើយនឹងបងក្រាននិយាយចាំមានន័យថាម្យ៉ាងម្នាក់ដៃកំណត់ បាទ គឺធ្វើយើងយល់ថាសំខាន់លើយើងគិតទៅកាន់មេនឹងបែបណា បាទ បាទស្ថានភាពបែបណាយើងគិតជាមួយមេបែបណាហើយយើងឲ្យតម្លៃលើគេ បាទ អ្នកខ្លះឲ្យតម្លៃលើលុយអញ្ចឹងយើងប្រឹងធ្វើការដើម្បីបានលុយយើងយកទៅបំពេញការងារផ្សេងៗទៅមួយទៀតដូចថាគិតល្អពីមេទៅក៏នៅបន្តទៀតបានទៅ ដូចថា បាទ បើយើងគិតឲ្យយើងជាអ្នកចេះដឹងមួយឆ្កែព្រុសដាក់យើងអញ្ចឹងយើងដែរទៅព្រុស ឆ្កែ ត មេ ឆ្កែ ហ្នឹងថាមេឆ្កែអញ្ចឹង អត់ទេឧទាហរណ៍ឆ្កែព្រុសដាក់ ឧទា យើង ហរណ៍ឧទាហរណ៍ យើងដែរទៅព្រុសតឆ្កែអត់ដែរទេអត់ដែរទៅព្រុសតឆ្កែទេ ហើយ ហើយឆ្កែព្រុសមិនមែនវាចេះតែព្រុសទេវាចេះជេរដែរតែយើងអត់ដឹងថាវាជេរពីស្អីវានឹងវាអាច កែប្រុសកែជេរ វាអាចវាពងតែជេរយើងហើយណាហើយខ្សោយហ្នឹងហើយសួរតែយើងដែរជេរតវាអត់ទេ យើងមានអារម្មណ៍គិតចឹងខ្លួនយើងហ្មងហ៎ក៏មិន មិនថាយើង ធម្មជាតិបង្កើត យើងធ្វើធម្មតាថាបើឆ្កែព្រុសហើយកុំព្រុសតឆ្កែទេណាហើយបើថាបាយ បងប្អូនអ្នកមើលថាអ្នកថាជាកូនចៅធ្វើការកន្លែងគេស្ដាប់ពាក្យសម្ដីរបស់នេះក្រាន់đấy វា ពេលដែលពេលមេស្ដីឲ្យគឺយើងចាត់ទុកថាជាឆ្កែព្រុសទៅ យើងធ្វើឲ្យទលាយយើងធ្វើឲ្យទលាយណាយើងធ្វើចិត្តឲ្យទ គិត លាយ ឲ្យទលាយហ៎ បាទគិតឲ្យទលាយយើងរឿងខ្លះវាទូចទេតែពេលយើងដាក់ក្នុងខ្លួនធ្ងន់ពេកវាទៅជារឿងនឹងវាធំហើយដូចជាមានបញ្ហាផ្ទះអ្នកចិត្តខាងនៅជាប់គ្នាអញ្ចឹងឆ្លោះគ្នាក៏អត់ថារឿងនឹងដែរ បាទ ថាហ្នឹងគាត់ណាសម្រាមមកផ្ទងហោះចូលក្នុងផ្ទះហ្នឹងក៏អាចជាចំនួនដែរអញ្ចឹងវាស្រាលពេកថាយើងចំណាយនេះអស់ហើយមនុស្សរៀនដល់ចំណេះដឹងប៉ុណ្ណឹងដែរ ជួនកាលស្រោបទៀតស្រោបអាគេឆ្លោះគ្នាជេរស្រោបយកមកដាក់ខ្លួនឆ្លោះគ្នាតមួយគេដែរ ហ្នឹងអញ្ចឹងមិនថាហ្នឹងគេយើងកុំឲ្យយើងស្រាលអញ្ចឹងពេកវាមានរឿងខ្លះយើងវាមិនគួរទៅឆ្លោះហ្នឹងគួរទៅឆ្លោះទេ ដូចបង្ក្រានម្យ៉ាងមានន័យថាគាត់និយាយគិតពីរឿងនឹងឲ្យល្អមក បាទ ព្រោះពេលខ្លះមេជេរយើងឬក៏ថាស្ដីយើងមិនមែនដោយសារតែគាត់ចង់ស្ដីយើងទេតែពេលខ្លះគាត់មកពីផ្ទះគាត់មានរឿងច្រើនគាត់ឆ្លោះគ្នាមួយពុនគាត់អីចឹងទៅឬក៏ជីតាមផ្លូវមានបញ្ហាទៅឬក៏គាត់ scroll មើល Facebook អីបណ្ដាញសង្គមទៅគាត់សម្ពាធដោយសារអាមើលទាំងអស់ហ្នឹងគាត់ចង់ចេះកំហឹងដឹងទៅពីណាគេហៅកូនចៅដែលស្និទ្ធស្នាលជាងគេហ្នឹងហើយ ស្នាជាងគេ បាទចាំមានន័យថាយ៉ាងណាក្ដីក៏ដោយក៏គាត់នៅស្រឡាញ់យើងដែរបើមិនគាត់អត់ស្រឡាញ់មែនគាត់ប្រជុំយើងយូរបាត់ហើយ បាទយូរបាត់ហើយ គាត់ពេលខ្លះក៏ស្ដីឲ្យក្នុងន័យយើងល្អប្រសើរជាងមុនទៅមុខមកកម្រិតទៀតទេវាអញ្ចឹងណាបាទវាជំនាញសាហាវរបស់គេបាទ positive និយាយអត់ត្រូវខ្ញុំនិយាយត្រូវតែ អូ បាទចុះបងប្អូនវិញមើលគិតថាតើរវាងបងក្រានហើយបងការអ្នកណាគេនិយាយត្រូវជួយ comment នៅបាទក្នុងបាទខាងក្រោមវីដេអូរបស់យើងផង បាទឬក៏ចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងបងប្អូនមកថាបែបណាខ្លះយើងអាចយក comment នេះជាវេទិកាមួយពិភាក្សាគ្នាចែករំលែកគ្នាជួយផ្ដល់កំណត់ទៅឲ្យគ្នាទៅវិញទៅមកផងដែរបាទ អរគុណច្រើនអញ្ចឹងយើងមានប្រធានបទជាបន្តទៀត ចត់ឆ្ងាយពីណា បាទ ថា អ ពី ត់ មេ ឆ្ងាយពី ណា មេបាទដោយសារថ្ងៃនេះគឺយើងផ្ដោតទៅលើមេនិងកូនចៅឥឡូវយើងអូសចេញពីការជេរស្ដីឲ្យនៅកន្លែងធ្វើការរឿងប្រាក់ខែរឿងលុយអីយើងទៅជាអត់ថាឥឡូវហ្នឹងយើងត្រូវបានមេអញ្ជើញទៅញ៉ាំអី ផាប់នេះមិនសុបាយទេសុបាយមកសុបាយ ចង់សក្តាណាអូខេ មេពេលខ្លះមានពេលល្អចឹងដែរ មានពេលល្អចឹងដែរអាមួយគាត់ជេររហថ្ងៃហ្នឹងគាត់ថាជេរវារហថ្ងៃខែទៅ ចង់អត់ទៅដល់សុបាយជុំគ្នា ជុំគ្នាទៅឃើញធ្វើការ stress ច្រើនពេកអីអញ្ចឹងទៅ មិនដែលមេចេញលុយឲ្យទាំងអស់មកទៅ ជាក់ស្ដែងណា តែមិនចេះទេបើមិនណាជេរនៅក្រុមហ៊ុនអត់អស់ចិត្តអស់ទៅជេរដល់ អត់ទេគឺជប់លៀងអីចឹងទៅប្រចាំខែអញ្ចឹងទៅជប់លៀងធីមប្រចាំខែអញ្ចឹងទៅតែពងហូបឬក៏នាំយើងទៅហូប buffet អញ្ចឹងទៅនេះហូបឲ្យបានច្រើនណាពឹបស្រាប់ចៃដនគាត់ទទួលបានទូរស័ព្ទពីប្រពន្ធមកថាអូនេះកូនឈឺបងប្រញាប់
មកផ្ទះយកកូនទៅពេទ្យអីចឹងទៅណាគាត់រវល់1 2អីចឹងទៅ យល់ ហើយទៅ ហ្នឹងគាត់ឈឺអញ្ចឹងណា ហ្នឹងហើយទៅយប់ហ្នឹងក៏អត់មានទុកលុយទុកអីយើងអ្នកចេញលុយក្នុងយើងជាបុគ្គលិកហ្នឹងណាយើងអ្នកចេញលុយថាអស់250អីចឹងទៅបាទតើថ្ងៃបន្ទាប់យើងគួរតែឆាតទៅទាគាត់ឬក៏បើសិនជាគាត់អត់សួរនាំអីទាំងអស់យើងគួរតែចេញលុយនឹងតែម្ដងឬក៏យ៉ាងណាព្រោះយើងបុគ្គលិកក៏មិនសូវជាទូធីអីប្រហែលដែរមានការប្រចាំចំណូលប្រចាំខែអីរបស់យើងដែរ2 300អីវារៀងច្រើនដែរ ចាំមិនថាពេលគាត់ទៅផ្ទះមុនគាត់អត់មានដកមកស្លឹកពីស្លឹកទុកលើហ្នឹងទេ អត់មានទេហើយដល់ពេលថ្ងៃបន្ទាប់ទៅធ្វើការគាត់ក៏មិនសួរយើងអីចឹងទៅគាត់ក៏មិនបានដេកដោសួរដោយសារគាត់រវល់ដែរកូនឈឺអីផងឃ្លាជីអីផងតែយើងជាបុគ្គលិកគួរតែឆាតទៅត្រង់អូមេយប់មិញអស់ប៉ុណ្នេះឬក៏បើសិនជាគាត់អត់មានសួរយប់មិញអស់ប្រហែលអីយើងគួរតែគិតមិនឬក៏មេយើងដែរចេញហ្មងទៅ200ហ្នឹងច្រើនដែរប្រាក់ខែមួយយើងបើប្រៀបធៀបមួយប្រាក់ខែយើងណា អីដល់គេសួរ ឆ្លើយមុនទៅអ្នកចេះដឹង មិញមុនហើយមិនមិនឯត្រង់អញចង់ងាប់ហ្នឹង វាខ្វិត ឆ្លើយមុន មុន មក មកចាំត្រង់វិញ គឺចាំត្រង់ទៅ ត្រង់វិញ គឺទៅบอกឲ្យឆ្លើយក៏គ្នាត្រង់ដែរ អ្នកដង សម្រាប់ខ្ញុំបើថាខ្ញុំជាបុគ្គលិកដែលទៅជប់លៀងមួយមេដែលមេអាសាជេហ្នឹងណាបាទតែមេងើបទៅបាត់ខ្ញុំថាគួរតែចាញ់លុយជំនួសមេបណ្ដោយ បើក៏អត់ម្លឹកអត់សួរទេចេញឲ្យគាត់ហ្មងទៅ ចាញ់ឲ្យហ្មងយើងមិនទៅសួរនាំអីទេគាត់ថាមេគាត់បន្ទាន់ប៉ុណ្្នឹងហ្នឹងមេគាត់បន្ទាន់គាត់រវល់ការងារគាត់ងើបទៅបាត់ប៉ុណ្្នឹងមេអស់ចាមកពេលមេអស់ចាយើងមិនហូបរកដងណាយើងមិនហូបរកថ្ងៃណា ហ្នឹងហើយការ បាទ ការមុននេះក៏មេជួយចេញច្រើនដែរអញ្ចឹងលើកនឹងយើងដើម្បីជាផ្នែកមួយមេសប្បាយចិត្តមួយយើងនេះថាយើងជួយយកអាសាគាត់ដែរអញ្ចឹងណា បាទហើយបើមិនជាយើងចាញ់លុយហើយយើងឆាតឬក៏យ៉ាងមេថ្ងៃនេះអស់ប៉ុណ្ណេះមេវាដូចពេកវាដូចពេក មេខ្លោចចាត់ទៀត កុំស្របជាមួយខ្ញុំ នេះមិនស្របណាស់ទៅ អញ្ចឹងវាដូចពេកវាដូចពេកណាអញ្ចឹងមានន័យថាយើងចាញ់ណាបើសិនជាមេគាត់មានចិត្តថាគាត់នឹកឃើញយំអញអស់ម៉ានណាចេញអស់ម៉ានអញបញ្ញាពេកអាហ្នឹងក៏យើងថាង ហ្នឹងរឿងផ្សេងណាបាទ យើងក៏យើងបកកាយទៀតគេថាអត់អីទេមេខ្ញុំចាញ់ហ្នឹង បកាយទៀតហ៎ អត់អីមេអត់អី អូយើងចិត្តបានហ្មងណា យើងគឺយើងវាអត់រាល់ថ្ងៃទេអារឿងអត់វាមិនរាល់ថ្ងៃហ្នឹងអត់អីមេប៉ុណ្ណឹងខ្ញុំចាញ់បានមេក៏គាត់មិនមើលភ្នែកដែរគាត់ឲ្យហើយតែគាត់ថាយើងបកាយចឹងសិនទៅតែចិត្តចង់បានហើយតែយើងកុំឲ្យមេដឹងថាយើងចង់បានយល់អត់មកបាទអញ្ចឹងទេ មួយយ៉ាង ប៉ុណ្ណឹងអញ្ជើញ អត់ទេបើសិនជាខ្ញុំវិញឆាតទៅអុយទៅគាត់ទៅប្រាប់គាត់មកព្រោះយើងអត់មានបានអ្នកហៅគាត់មកទេគាត់អាចហៅយើងមកទេ ហើយ យើងគាត់អ្នកអញ្ជើញមកហើយមកធ្វើទេទូរស័ព្ទទៅផ្ទះមុនហើយទុកឲ្យយើងចេញលុយហើយស្ដីឲ្យយើងចង់ងាប់មួយថ្ងៃហ្នឹង ស្ដីឲ្យមិន ស្ដីឲ្យយើងមួយថ្ងៃចង់ងាប់ហៅមកលួងហៅមកលួងមកហៅមកហូបចុកស្មើចេញលុយឲ្យយើងចេញទៀតអាហ្នឹងគេហៅថានឹងគេហៅថាតន្តកម្មតាំងពីកន្លែងធ្វើការរហូតដល់កន្លែងហ្នឹងតន្តកម្មហ្នឹងហៅ គេបញ្ញាប់ ហ្នឹងបញ្ញាប់ទៅយើងទេទៅមេអស់ប៉ុណ្ណេះមេអស់200មេជួយបាញ់លុយខ្ញុំតិចមកខ្ញុំបាញ់លុយឲ្យគេ អត់ចុះបើមេថាចុះមកប៉ុណ្ណឹងឯងចាញ់សិនតើអាចបាច់ទេមកទៀតអញពងរវល់ ចុះខ្ញុំអ្នកហៅវាឲ្យមកស៊ី អូមានណាគេឆ្លើយទេគេអត់ឆ្លើយជាងទេគេអត់ឆ្លើយជាងទេ ហើយមិន យើងទៅគ្រប់មេបង បាទយើងនៅគ្រប់មេខំផ្ដោតកិត្តិយសហៅយើងទៅបាយជាមួយហើយគាត់ណា ស្ដីឲ្យមួយថ្ងៃហើយហៅទៅបាយហើយឲ្យចេញលុយទៀត មិនមិនសំដៅឲ្យយើងចាញ់លុយទេគាត់ថាកលៈទេសៈវាបង្ខំ បតន ហើយចូលពីកលៈទេសៈទេ ឡាខំចុះមានអីទៅគាត់ទេមួយម៉ាត់ឲ្យគាត់បាញ់លុយមកមានអីវែងឆ្ងាយ ចុះបើមេថាចុះឯងមិនចាញ់សិនទៅអញពងរវល់ បើមានលុយចេញបាច់ទេទៅមី ពេលខ្លះមេថាអើយបើប៉ុណ្ណឹងជួយចាញ់ម្ដងទៅរត់ដងគាត់ផេគាត់ ហ្នឹងហើយតែបើមានពេលបើមានលុយចេញចាំបាច់ទេទៅមីធ្វើអីយល់ទេ ចុះបើមេឆ្លើយវិញថាម៉ាលុយមកពេលប៉ៅចាញ់លុយថ្លៃអញស៊ីមកតិចអត់បានបើស្រីចុះហែងបាយឆ្លើយថាម៉េច ស្រីដែរស្រីមីហ្នឹងហើយ តែមេណាទៀតហ៎ រឿងកាន់តែធំទៀតរឿងធំមកមកម៉ាក់មិញរឿងធំហ្នឹង បើចាញ់លុយឲ្យថ្លៃមេផឹកស៊ីប៉ុណ្ណឹងតអូន មែនទេយើងធ្វើជាមេគេយើងត្រូវតែនួខុសត្រូវឲ្យបានខ្ពស់ បាយយល់ពាក្យបន្ទាន់អត់ទេ បន្ទាន់នឹងក៏ដោយចុះគ្រាន់តែទេមួយម៉ាត់មកបាញ់លុយឲ្យមានអីយូរគ្នានោះក៏គ្នាសប្បាយចិត្តដែរកុំឲ្យទៅដល់ផ្ទះដេកកងថ្ងៃអញមួយថ្ងៃមេស្ដីឲ្យហាញទៅស៊ីអីម្ដងលេងចេញលុយទៀតហ៎ ចុះបើចាញ់ឲ្យមេអាហាយមកហើយទៅពេលស្អែកឡើងមេចាញ់លុយឲ្យវិញ អត់មានទេ អូយមកជុកអើយចង់ចេះប្រាក់ខែ ធ្វើភ្លេច បើកឲ្យមករាល់ខែយ៉ាងនិយាយអញ្ចឹងបើសិនជាសរុបជាចំនួនខែប្រហែលទៅអូថតតាមមួយខែ500ចុះ
ចំនួនខេត្តអាមេបើឲ្យគឺច្រើនខ្លាំងហើយចឹងគាត់ថាមកពេលជួយគាត់ទៅមិនអីទេ មិនមែនគិតតែរឿងហ្នឹងទេគិតតែរឿងថាយើងធ្វើជាមេគេត្រូវមានទំនួលខុសត្រូវ អត់ទេចាញ់អាហ្នឹងហើយស្អែកឡើងមេឃើញមុខមេឲ្យលុយវិញហើយ ណាគិត មេឲ្យលុយវិញហើយខ្ញុំ ខាន់ស្ដីឲ្យយើង3ថ្ងៃតែមានស្ងាត់លឹកជា ជប់ស្ដីឲ្យថ្ងៃ កាត់លុយអាហ្នឹង ធូរជាកាត់លុយ កាត់លុយឲ្យថ្លៃចេញហ្នឹង3ថ្ងៃក្រោយជាទៀតហើយធ្វើផ្លេចបាត់រឿង200ហ្នឹងយើងលេខចេញលុយហ្នឹងគឺផ្លេចហើយ ធ្វើមេធ្វើផ្លេចហ្មង ហ្នឹងហើយ បាញ់រត់ដងចឹង អត់ដែរនិយាយចឹងដែរណា ផ្លេចហ្មង យើងមិនភ្លេចទេតែយើងចង់ដឹងចិត្តកូនចៅថាប្រាប់យើងវិញអត់ គេតែមេអត់ភ្លេចទេធម្មតា តែជួនកាលយើងចិត្តដែរតែយើងធ្វើជាមេយើងធ្វើទទួលខុសត្រូវ ទៅហូរត្រូវហ៎ មានថាឡើយតែមកវិញអាចុកក្រានមិញបងចេញមកមុនប្រញាប់ទេហើយអស់បានតែចាំនេះមិនលើកឲ្យ គេគាត់តែគាត់មិនអត់ទេណា មានហ្នឹងបើចិនជាមេទូខុសត្រូវតែបាច់ទៅបាត់វឹងឲ្យយើងចេញលុយហើយ តែបងពេលខ្លះមនុស្សចេតនាមេនឹងកូនចៅដូចថាយើងជូនកដោគាត់អីអញ្ចឹងណាដូចថា ដេកឲ្យមួយថ្ងៃហ្នឹង បាទ ដេកឲ្យមួយថ្ងៃមកចេញលុយឲ្យទៀត តែគាត់យើងធ្វើការមួយគ្នាយូរគាត់ឲ្យប្រាក់ខែយើងច្រើនបើថាដូចខែបនខែទៀនយើងក៏ត្រូវមានកដោមានអីជូនមេជូនកូនចៅយើង នេះមិនបនទៀនមកហូបអីធម្មតា យើងផាត់ធីយើងជួយគាត់ដូចថាអារម្មណ៍យើងថាអរគុណគាត់ដែលឲ្យការងារយើងឲ្យប្រាក់ខែយើងអីអញ្ចឹងទឹកចិត្តមនុស្សចេតនាបងយើងចិត្តដាច់ដែរទាផាំងអញ្ចឹងដល់ពេលមើលទៅដូចយើងអាត្មានិយមពេកបងអីអត់មានមនុស្សចេតនាទឹកចិត្តមួយគាត់អី ខ្ញុំមិនមែនតែធ្លាប់ចេញលុយឲ្យមេហូបទេខ្ញុំធ្លាប់ចេញលុយទស្សនៈឲ្យមេទៀតនោះ អត់មេគាត់ទៅធ្វើអីទស្សនៈបង ទៅដេក ហើយមិនមកគាត់ដេកចាស់គាត់ទៅដេកទស្សនៈ បិទបញ្ជីបិទបញ្ជី បិទបញ្ជី បិទបញ្ជី ទៅខេត្តទៅអីបាទទៅខេត្តទៅអីគាត់ បិ មិន ទ ត្រូវ បញ្ជី គេ ទៅ ទស្សនៈ ក្នុងទេសនាបិទបញ្ជី បែរធ្លាប់ទៅបិទទស្សនៈ ធ្លាប់បិទណា បិទមួយណាគេបង បិទមែនឯង កែ អត់ហ៊ាននិយាយយត់ការទេចាឥឡូវសម្រាប់ជំនួសមកថ្ងៃនៅតាទៅទាមេត្រូវអត់ ទាមេ មេរហូត ទាមេ ចូលបងក្រាន់ ខ្ញុំអត់ទេបើប្រាប់ខ្ញុំចាញ់ឲ្យមកប៉ុណ្ណឹងវាអត់ច្រើនទេ យើងទៅធ្វើចឹងធ្វើខ្លួនឯងដូចយើងជាមានយើងមានចិត្តហើយយើងមានតែស្គាល់តែយើងត្រូវគិតពី បង ទីយើងសមត្ថភាពយើងផង យើងមិនមែនថាយើងចង់ចាញ់ទេថាយើងចាញ់សិនមេគេនឹងបាញ់លុយឲ្យវិញហើយរួមដឹងតែបាញ់លុយឲ្យ ចុះបកគាត់អត់បាញ់ឲ្យ តែបាច់ទៅសួរទេបាច់ទៅសួរអីទាំងអ ចុះ ស់ មកគាត់អត់បាញ់ គាត់ធ្វើផ្លាច់យើងបាច់សួរនាំអីទេ និយាយទៅបើសិនជាគាត់អត់បាញ់លុយឲ្យយើងធ្វើការជាមួយគាត់ 4-5 ថ្ងៃហ្នឹងកុំងាកមុខទៅណាតោះស្លឹងមុខរត់ទៅ អត់ទៅគាត់ ស្លឹងមុខ តាំនិយាយទេ ចឹងទាំងមេឆ្ងល់ចុះមកហ្នឹងស្លឹងបាញ់មេឆ្ងល់អូបែបតាណានោះចាញ់លុយ តែយើងអត់សួរអីទេយើងផលស្លឹងមុខ យើងអត់ប្រើពាក្យថាទាលុយ អូម្ចាស់បាទ ប្រើជា ចុះបើគាត់ងាកមុខចេញពេលស្លឹងគាត់ងាកមុខចេញចុះបើគាត់ងាកមុខចេញ គាត់មិន អត់ឃើញមុខឯងមើលមុខគាត់ គាត់ឡើងងាកមកវិញទៅពេលណាមួយគាត់ទៅងាកមក ហ៎ គាត់មិនអាចងាករហូត គាត់មិនងាក ថា មិនងាក ទេមិនងាករហូតទេ បើគាត់ងាកយូរពេកអាចជាប់អ ឧទាហរណ៍ឡើយមើលមុខឡើងងាកមុខចេញឡើងហើយឯនោះមើលហូតមកអត់ដើរទៅណាឧទាហរណ៍ងាកមកវិញមែនគាត់ងាកមុខងាកមកមកទៅស៊ូលុយជេទៀតនេះវិញ អរេម្យ៉ាងដែរពេលខ្លះបើយើងធ្វើជាសកម្មភាពបង្ហាញរឿងអីចម្លែកថាផ្លែជាងរត់ដងអញ្ចឹងឃើញមេឆ្ងល់ហើយមេគិតថារឿយគេយើងបាច់ទៅសួរត្រង់ឯងព្រោះគាត់ជាផ្នែកមួយឲ្យគាត់ឲ្យមេមើលមកថាយើងខ្លាចចិត្តគាត់ក្រែងចិត្តគាត់ទៅគាត់ជាផ្នែកមួយក្រុមឲ្យតម្លៃគាត់ក៏ស្រឡាញ់យើងលើដើមទៀត ហ្នឹងហើយអញ្ចឹងសូមសរុបមកវិញកាប់ទៅយើងលើកប្រធានបទនេះឡើងបានន័យថាគ្រាន់តែជាការគេហៅចង់ឲ្យមានភាពសប្បាយរីករាយនិយាយតអីចឹងពីប្រធានបទយើងហើយណាមួយខ្ញុំជឿជាក់ថាបងប្អូនដែលកំពុងតែមើលជាមួយនៅអេពីសូតមួយនេះភាគច្រើនអាចនឹងត្រូវច្រើនគាត់មើលដល់សើចព្រោះអានេះជារឿងដែលកើតឡើងប្រចាំថ្ងៃក៏ពិតមិនមែន មែនតាធ្លាប់ទៅតែបានណាគេភាសាសោះ ក៏ពិតមិនមែនរហូតទៅដល់2-300អីចឹងទេគាត់តែជាការឧទាហរណ៍របស់យើងទេក៏ប៉ុន្តែអារឿងនេះពេលខ្លះកើតឡើងដូចថាឥឡូវធ្វើការនៅក្នុង office អីចឹងមេប្រើទិញអង្គឯនេះជួយតែទិញកាយឬក៏ទិញប៊ិចទិញបន្ទាត់អីទិញទួចกระดาษរ៉ាមអីចឹងអស់10-20រៀលអីចឹងតែពេលខ្លះគាត់អាចនឹងភ្លេចកថាបានដែរអីចឹងទៅហើយយើងពេលខ្លះក្នុងនាមជាបុគ្គលិកនេះអាចមានការគិតដូចពួកបងទាំងពីរអញ្ចឹងទៅខ្លះទៅតល់ចិត្តមិនហ៊ាននៅក្នុងការខ្លែមលុយវិញសុំលុយវិញអីអញ្ចឹងទៅព្រោះខ្លាចត្រឹម10រៀលទៅទីអាក្រក់មើលឬក៏អីអញ្ចឹងទៅបាទកាប៉ុន្តែនេះជារឿងធម្មតាទេអ្នកខ្លះក៏បាទគាត់ស្ដាប់អញ្ចឹងទៅគាត់គិតថាអូអីអញ្ចឹងឯងធ្លាប់អញ្ចឹងដែរអីអញ្ចឹងទៅហ្នឹងហើយកាប៉ុន្តែបានលុយមកវិញតែគាត់គិតឃើញគាត់ឲ្យលុយមកវិញហីបាទជារឿងធម្មតាទេអញ្ចឹងផ្ញើជាមួយនឹងបាទអេពីសូតមួយនេះទៅកាន់បងប្អូនផងហើយមើលហើយបើសិនជាត្រូវសាច់រឿងកុំភ្លេច comment បាទអរគុណយើងមានជំនឿធានបတ်ចុងក្រោយមួយទៀត មើលទៀតអត់តបានទេ មួយទៀតគេហៅថានេះ
ខ្លឹមឲ្យខ្លោចហ្មង មានមេកូនចៅទៀតអត់ទេអត់ អត់ទេបងយើងដូរហ្មងដោយសារតែមេកូនចៅរឿងច្រើនដែរបាទអញ្ចឹងខ្ញុំជឿថាប្រធានបទចុងក្រោយនេះអាចនឹងក្តៅកគុកហើយពួកបងពីរនាក់ក្នុងនាមជាវគ្គខ្មិនដែលផ្ដល់កិត្តិយសចូលរួមជាមួយពួកយើងគេនេះ ខ្មិនទៀតហ៎ នេះវគ្គខ្មិនបាទក៏ពិបាកនៅក្នុងការសម្រេចចិត្តដែរ ប៉ុន្តែក៏តាក់ទងមេដែរ អត់តែតង់មេ មេ បង ក្រុមកំ pl ែង បាទមេក្រុមកំ pl ែងវិញ មេដែល បាទមេតដែរបាទ និយាយជាយឺតទៅអាចអស់ការងារធ្វើអត់ទេ អត់ទេបងអត់អស់ទេបងគាត់ជាការវិភាគអី ឥឡូ បង វស្ដាប់សំណួរសិនមកស្ដាប់សំណួរសិន តែនិយាយសំមុខគេសិន បាទសំណួរក្នុងនាមបងគេហៅប្រឡូកជាមួយវិស័យសិល្បៈអរិយៈពេលជាច្រើនឆ្នាំបាទលេងកំ pl ែងជាច្រើន ហើយយើងមិន រឿង មិន ច្ បា រើ ច់ ន ចាត់ទុក មើល ថា ច្រើ បង ន ប្អូ ពា ន ន់ សាច់ញាតិអីទេ បាទ យើងមើលជាការមើលឃើញទូទៅយើងមើលឃើញបែបណាយើងនិយាយចឹង រវាងបងទាំងពីរក្នុងនាមជាអ្នកកំ pl ែងអាជីពតែម្ដងតើបងគាត់ថារវាងបងពាក់មីហើយនិងបងគ្រឿនតើរវាងអ្នកទាំងពីរអ្នកណាគេលេងកំ pl ែងល្អជាង ធ្ងន់ណាស់ពីអើយសំណួរនេះធ្ងន់ណាស់ ធម្មតា មាត់ស្លាប់ ទស្សនៈនៅក្នុងការមើលឃើញបងលេងយើងមានគេហៅមានទឹកមាននិលអីចឹងទៅយើងប្រកាសជាមើលឃើញអូអីចឹង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 តើ បងប្អូនចាំស្ដាប់អស់គ្នាព្រោះថាបងប្អូនបកកើតដល់ពេលនិយាយគ្នាត្រង់កើតអត់មិនជិះមិត្តភក្តិព្រោះថាឲ្យការងារគ្នាច្រើនណាស់មិនដឹងកើតអត់តែសុំស្មោះត្រង់មកណា តែត្រូវតែឆ្លើយហ្មង បាទត្រូវឆ្លើយ ឆ្លើយ បងរឿងមួយទៅបងរវាងបងទាំងពីរចុងកាខ្ញុំជឿជាក់បងទាំងពីរក៏មើលឃើញពីសមត្ថភាពរបស់អ្នកនោះចេះទៅអ្នកនេះចេះទៅ យើងពីអ្នកក៏ចង់ដឹងដែរវា អញ្ចឹងដឹង ចាំខ្លាំងណាស់ ខ្ញុំយកអាសិនណាឧទាហរណ៍បើសិនណាកម្មវិធីចេញទៅឲ្យខ្ញុំអត់មានការងារធ្វើអីអត់អីណា អត់អីទេបង ពួកយើងមានជាសេវាកម្មកម្ចីលុយបង អញ្ចឹង បាទ ចៃបាទ 140 ឆក់លុយ 1000បាន550 ហ្នឹងហើយបង បាទ យកក្រាន់ ឆ្លើយមុនទៅ អូអាយឆ្លើយមុន ហូចរហូត អាយ ហើយចាំត្រង់ អាយឆ្លើយមុនអាកាសអត់ការងារធ្វើមុនមុន ឆ្លើយមុនទៅគួរយល់បដិណាអ្នកណាគេផ្ដល់ការងារឲ្យបែងច្រើនជាងលើកអ្នកនឹងទៅអត់ខុសទេបង តែគេឲ្យនិយាយពេញចេញពីចិត្ត តែបើ កម្មវិធីគេឲ្យនិយាយចេញពី បើ ចិត្ត ខ្ញុំមួយណាក៏ងាប់ដែរ អីងាប់ទាំងពីរហ្នឹងងាប់ដូចគ្នាដែរ តែឆ្លើយមួយទៅ ឆ្លើយបងសុំរើសមួយបាទ អត់ បិណ្ឌណាបិណ្ឌគាត់យើងបិណ្ឌគាត់ គេមាន មិន សួរ ទៅ បិណ្ឌ មិនទៅបងបិណ្ឌ អូយ បិណ្ឌស្អីអី បើទៅបងបិណ្ឌ បង គេឲ្យចំណេះទាំងពីរទេបងពាក់មីហើយនិងបងគ្រឿន បងបិណ្ឌគេដៀអស់សាច់ទេបងបិណ្ឌគេថាអស់សាច់ គាត់ ទេ ទាំងពីរគាត់អត់អាចលេងល្អទាំងពីរទេ ហ្នឹងហើយ វាត្រូវតែមានមួយល្អជាងអីអញ្ចឹងតាមកម្រិតបែងថាអ្នកណាល្អបែងថាអ្នកហ្នឹងទៅនិយាយមុនទៅ កាលមុនវគ្គបង្ក្រាញ់ឆ្លើយមុនហើយឥឡូវមកឆ្លើយមុនម្ដង និយាយមុនទៅ អាប៉យមករយៈក្រោយហ្នឹង អ និ ត់ យាយ ទេ ខ្លែង អ ល្អ ត់បងទេ និយាយទៅ បងគ្រឿននិងបងពាក់មី បាទ អត់ទេឥឡូវឡើងទឹកដៃវាលេងល្អស៊ីសង់តង់ ដាក់គេបងដាក់គេ ប៉យ អត់ទេ ចូល កាត់ ចិត្ត បង វែង ចេញ ឆ្ងាយអញ្ចឹង កាត់បងប៉យចេញនិយាយទៅចូលបងគ្រឿននិងបងពាក់មីបើឲ្យហឺតែមួយបានទេ មេធំ បាទ អត់ទេបងចាំពេល មួយថ្ងៃទៀតណាត់ថតដល់ពេល បងចាំពេល មើលនេះហើយ cancel វិញថត ពេលកម្មវិធីតាមត្រេនយើងផងខ្ញុំហាយគាត់ឲ្យអីបង អញ្ចឹង ហាយឈ្មោះគាត់ឲ្យគាត់មើលអត់ បាច់ ឃើញ មែនសិនទេ បាទអត់មែន ខ្ញុំ សិ ប្ ន លុក ទេ គាត់ពីเพจ បើ និយាយទៅបើនិយាយអាកន្លែងណាខុសខ្ញុំ ចាំជួយនិយាយគ្នាពេលចឹងទៅផ្ទះខ្ញុំជួយនិយាយបើថាសារជួបគាត់ចឹងអញជួយនិយាយប្រាប់គាត់ថានេះទេណា អើយ ចិត្តទេ យើងបើចិត្តយើងមិនគិតយើងនឹកឃើញអត់ចាញ់ទេវាអត់ចាញ់ទេតែមិនយើងគិតដែរយល់តែ បងពាក់មី បងមី បងពាក់មីគឺគាត់លេងសម្ដែងល្អជាងយ៉ាងម៉េចទី1គាត់មានប្រូសម្រាប់ប្រាប់តួគាត់ដឹកនាំរឿងក៏ល្អគាត់ចិត្តចាញ់ក្រុមក៏ល្អនិយាយទៅមានន័យថាកម្មវិធីមួយទាំងមូលហ្នឹងណាបើសិនជាគាត់ធ្វើរៀបចំកម្មវិធីហ្នឹងហើយគឺទស្សនិកជននឹងផ្ទុះសំណើច ចង់គ្រឿនគ្រឿនថៃ បាយអន់ចិត្តអី គ្ នឹងគ្រឿន រឿនគាត់នៅលេងហ្នឹងដែរតា អេគេអត់និយាយចឹងទេបាយអត់នេះហងយើងថាបើតើសារថាបងមីល្អអញ្ចឹងទោះតែគ្រឿនមានកន្លែងអាក្រក់អញ្ចឹងគ្រឿនក៏អាក្រក់អីគេ គ្រឿនគាត់អាក្រក់អីគាត់មានអាក្រក់អី និយាយយករស់មក និយាយរួមចុះនិយាយសម្រាប់ខ្លួនឯង សំណួរគេថាឲ្យតសើមួយតម្លាក់មួយអញ្ចឹងបែងតសើមួយត្រូវហើយគាត់ល្អចេះអញ្ចឹងគ្រឿនខុសអីឥឡូវគ្រឿនថាខុសអីបានបាយថាគាត់អត់ល្អគាត់ខុសអី ធ្លាប់អន់ចិត្តវាមិនគ្រឿនរឿងអីហី គ្រឿនគាត់មិនខុសអី ជន់រ៉ូលគ្នាហ្មង អត់ហេយើងជន់រោហ្នឹងជន់ខ្លះក្នុងការពេលខ្លះ ចាញ់ មិន ចា តែ ញ់ចាញ់ ឬក៏ធ្លាប់ដឹកនាំអីឲ្យ អ គាត់ ត់មានដឹកនាំអីឲ្យខុសទេ មិនដល់ខុស អាលក្ខណៈស៊ីលើស៊ីក្រោមអាហ្នឹង អាដឹកនាំឲ្យខុសហ្នឹងគឺមិនមែនទេអាហ្នឹងជារឿងចាំបាន ទៅលូហើយនៅតែរុញឲ្យទៅ ចាញ់ហើយ ពេលខ្លះខាត់បងប្អូនចាប់ពិតអត់តសាគាត់អត់នេះគាត់យើងអន់យ៉ាងម៉េចដែរពាក់នេះគាត់ចេះមើលភ្នែកគាត់មុតតែគ្រឿនភ្នែកអត់ចេះមើល មែនទេមក តែ ពី គេរុញទៅហើយ មកពីយើងអួតពេក អត់អួតទេ បាយកុំអួតគាត់ ធម្មតាមនុស្សតាអង្គុយមួយ
តំណាងឲ្យគេគាត់ចេះមើលអតញ្ញិតបានតន់ណាបើគាត់ក៏មើលតន់ចាប់ហើយ មនុស្សគួរចិត្តគ្នានិយាយរកគ្នាមួយម៉ាត់ឲ្យគួរដឹងហើយតែនៅតែនៅ អូ តែនៅនេះ ចឹងឯង នៅជន់ហ្គេទៅ គាត់ទៅដោយសារ ខ្ញុំយកខ្លួនបាំងឡានទៅមិនទៅទៀត អត់ពាំងទេខ្ញុំលឺគាត់ថាហើយគាត់ថាបែងអួតពេក ទៅជឿគាត់ឃើញហ្នឹងគ្រឿងចំណុចគាត់ល្អអញ្ចឹងចំណុចហ្នឹងគ្រឿងចំណុចគាត់ល្អអញ្ចឹង បាទនិយាយចឹងមកនិយាយចឹងមក ចំណុចគាត់ល្អអញ្ចឹងបលឺ អូ គាត់យកត្រូវតែខ្លួនឯងតម្លាក់កំហុសឲ្យប្អូនអាប្អូននេះខំមិនណាចង់យកមិនដឹង តែអានេះអត់មានពាក់ព័ន្ធនឹងការសំដែងទេណាអា អាការអានោះក៏សំដែងដែរអានោះក៏សំដែងដែរ សំដែងដែរ ហ្នឹងហើយសំដែងដែរ ហ្នឹងនៅក្រោយឆាកមកសកម្មភាពមុនដល់សម្ដែង បងពាក់រីហើយដល់មែនបងពាក់រីក៏ចេះមើលគាត់មើលឃើញកូនចៅណាល្អកូនចៅណាមិនល្អចាប់ប្រាប់ប្រូឲ្យលេងគាត់មើលដឹងថាអូអានេះមិនគាត់ចេះស្រែស្រង់ណាបានគិតបងគ្រឿនគាត់មកអូហ្នឹងហើយបាច់ប្រុច ប្រិចទៅណាបង បែងអ្នកនេះហ្នឹងបែងអ្នកនាំមកហ្នឹង ចិត្តគេខាត់ឲ្យមិនក៏ស្ដាប់បើកឡានលឿនម្លេះខំសុខចិត្តយកជើងសុខចិត្តយកជើងកលឡានទៀតសុខចិត្តកិនជើងយ៉ាងទៅ ដល់ពេលយើងយូរយើងស្ដាប់ថាក្នុងន័យថាយើងវិភាគក្នុងនាមជាយើងជាអ្នកមើល ហ្នឹងហើយ មួយណាល្អចិត្តតែមិញជាការនិយាយដើមបាទបាទវារៀងឆ្ងាយតិចបាទ បើសម្រាប់ខ្ញុំថាគ្រឿនគាត់ល្អជាងបងមីទាំងប្រូលទាំងយល់ប្រូបងប្រូគ្រឿនគាត់ល្អហ្មងគាត់ប្រូគាត់ផ្លែកច្រើនហើយភាគច្រើនដែលប្រូលគាត់និយាយចេញមកគេយកមកនិយាយតាមច្រើន បាទ ដូចជាអត់កណើតស្អីគេអាណប់ បាទ មានអាណប់មានអីចឹងទៅប្រូគាត់នឹងប្រូគាត់ដែលគេយកមកលេងហ្នឹងហើយបើបងមីដែលថាខ្ញុំថាគាត់អត់ល្អដូចគ្រឿនហ្នឹងគឺពេលថតមួយគាត់សើមករវល់មួយយើងទេ បាទ គាត់រវល់តែជាមួយតួស្រីទេ តែពេលខ្លះគាត់ប្រាប់យើងគាត់ប្រាប់យើងដែរគាត់មិនអត់ប្រាប់គាត់មិនអង្គុយមើលទេបើបងគ្រឿនឲ្យយើងលេងខុសអីខុសតែមីអត់ទេមីគឺយើងខុសគីបធ្វើចេះមិនល្អមិនស្អីតែវិញ គ្រឿនគាត់ប្រូគាត់ប្រាប់ម្ដងមែនតែប្រាប់ម្ដងនោះគឺយកបានហ្មងគឺយកបានណាបើបងពូមីប្រូប្រាប់មួយថានឹងប៉ុណ្ណឹងយើងលេងទៅប៉ុណ្ណឹងនិយាយបានតែពាក់កណ្ដាលប្រូគាត់នៅឃើញថ្មីកាត់សិន គួរក្បាលគាត់ reflect គួរក្បាលគាត់ reflect reflex reflect ទេ មានន័យថាគាត់មើលផ្លាជួនកាគាត់ប្រាប់យើងប្លង់ហ្នឹងយើងលេងចឹងដល់ពេលយើងលេងទៅចាប់ feeling យើងគាត់មើលមកជុំ feeling បាដាក់អានេះវិញទៅល្អវិញ មែនទេមែន reflect ទេគឺលះភ្លេចគាត់ប្រាប់4ដង5ដងឬ10ដងខុសគ្នាទាំង10ដងប្រូខុសគ្នាទាំង10ដងហីយើងជាតួយើងលេង ថាយើងអ្នកលេងយើងអ្នកលេងយើងអ្នកភ្លេច ហើយ គាត់អ្នកភ្លេច មូលហេតុដែលថាគាត់ប្រាប់ប្រូម្ដងថាម្ដងថាឥឡូវទៅពីថាបងឆ្លាញ់អូនសារក្រោយទៀតគាត់លើបងឆ្លាញ់អូនណាស់ ថែមណាស់ ចិត្តថែមរហូតចិត្តថែមរហូតអញ្ចឹងគាត់លះគាត់អត់នៅមួយកន្លែងទេប្រូគាត់ដោយសារអីគាត់រវល់មួយតួស្រី បាទគាត់មិន អត់ចោលរវល់មួយតួស្រីសោះ គាត់ថែតួណា អូ ខែតួ ធម្មតាទូស្រីភាកច្រើនចេះភាកស្រីទូស្រីភាកច្រើនគឺយើងយកមកគាត់អត់ប្រហែលជាគាត់ថតបានម្ដងឬពីរដងក៏អត់ដែរបានធ្លាប់ថតជាមួយនឹងក្រុមកំ pl ែងទេអ្នកថតជាមួយក្រុមកំ pl ែងអារម្មណ៍ខុសគ្នាមិនដូចគ្នាណាចឹងគាត់ត្រូវមើលថែគាត់ត្រូវបញ្យល់អញ្ចឹង ហ្នឹងហើយគាត់អញ្ចឹង តែយើង ពេលគាត់អាឡ័យតែរវល់ជាមួយខាងតួស្រីតួប្រុសគាត់ប្រឡែងចោលប្រឡែងចោលអញ្ចឹងយើងវាអត់មានភាពកក់ក្ដៅទេព្រោះភាពកក់ក្ដៅគាត់ផ្ដោតឲ្យទៅខាងតួស្រីអស់ហើយហ្នឹងអញ្ចឹង ដល់ពេលវិភាគយូរបងអត់និយាយពីបងគ្រឿនយើងមកពាក់អមីដែរបងណា បងគ្រឿងគាត់ល្អហើយយើងល្អហើយបងមិនគាត់អត់ល្អ ពេលខ្លះខុសគ្នាពេលខ្លះបងគាត់មើលថែគាត់បាននិយាយបានអាមាត់មែនតែគាត់មិនតួគាត់ស្រឡាញ់ជាបងប្អូនស្មើគ្នាដូចបងដូចគ្រឿនហ្នឹងគ្រឿនអត់ឃើញនិយាយអត់ឃើញអីទេខាណាគេចប់ពុបទៅហ្មង ទៅណាបង ទេ ទៅផ្ទះបាទ យកលេខហើយបាត់ហើយ ចឹងបងគ្រឿនមានជាសកម្មភាពសុំ Telegram ទួយទេបាទ អត់ដែរអត់ដែរ មាន ល្អមានអីណា មាន តែបាយនាំឲ្យខុសហ្នឹង តែជំនាន់នោះអត់មាន Telegram ទេជំនាន់នោះអត់មាន Telegram ទេអត់មាន Telegram ខ្ញុំត្រឡប់មកវិញមកគឺថាគ្រឿងគាត់ល្អជាងសម្រាប់ខ្ញុំគាត់ថាគ្រឿងគាត់កំ pl ែងល្អជាងបងពមីហិចតែបងធម្មតាកំ pl ែងយើងនឹងមាន idol សម្រាប់យើងម្នាក់ បាទត្រូវបង យើងមិនថាសុទ្ធតែជា idol ទាំងអស់ទេជួបរួមយើងស្រឡាញ់ពួកគាត់គ្រប់គ្រងពួកគាត់តែបើថាអ្នកដែលយើងស្រឡាញ់យើងស្មីតែតារាចម្រៀងក៏ចឹងដែរ បាទ តែនេះគឺយើងថាមានតារាចម្រៀងគាត់ច្រៀងព្រោះទាំងអស់មិនថាគាត់អត់ព្រោះទេតែយើងមានតែម្នាក់ទេដែលយើងអាសាច្រៀងបទគាត់ប៉ុណ្្នឹងទេបាទ បាទ អូបាទអញ្ចឹងគាត់ជួយស្រាយយើងដែរ ហ្នឹងហើយជួយស្រាយយើងដែរបាទ គឺមានន័យថាសំខាន់លើបងប្អូនថាតើបងប្អូនពេញចិត្តតារាកំ pl ែងណាជាងអីចឹងទៅខ្លះគាត់មកជ្រោគាត់ពេញចិត្តមកពាក់មីជាងអ្នកខ្លះចូលចិត្តបងគ្រឿនជាងអញ្ចឹងណាពីព្រោះថាយើងក៏មានអាកកិរិយាតចរិតផ្សេងដែរហ្នឹងអាការទស្សនៈរបស់យើងក៏មានផ្សេងគ្នា ត្រូវបងតែមិនមែនថានិយាយហ្នឹងមិនមែនថាអត់ចូលចិត្តម្នាក់ទៀតទេចូលចិត្តព្រោះតែ
បើសិនជា idol មកខ្ញុំចូលចិត្តម្នាក់នេះជាង នេះជាងចឹង បាទអីចឹងទៅ បាទ បាទ តែជាទស្សនៈផ្ទាល់ខ្លួនទេអញ្ចឹងបើសិនជាបងប្អូនដែលកំពុងតែទស្សនាគាត់ថាស្រឡាញ់មកពាក់មីជាងឬក៏ស្រឡាញ់មកគ្រឿនជាងដោយសារមូលហេតុ1 2 3 4 5 6 7 8 9អាចធ្វើការខមមិននៅខាងក្រៅពិតជាចង់ដឹងពីបងប្អូនដែលជាបែរអ្នកគ្រប់គ្រងកម្មវិធីតាម trend ក៏ដូចជាបែរអ្នកគ្រប់គ្រង Gang Box Snow របស់យើង ថ្ងៃនេះអរគុណមែនតើទៅកាន់បងកាកាក៏ដូចជាបងបាទសម្រាប់ការផ្ដល់កិត្តិយសចូលរួមខ្ញុំមានអារម្មណ៍ថ្ងៃនេះខ្ញុំសោចច្រើនជាងគេតាំងពីខ្ញុំថតមកគឺខ្ញុំសោច ហើយហួសចិត្តមកថាការឆ្លើយឆ្លងរបស់គាត់ពិតជាធ្វើយើងលើកពីការរំពឹងទុកបាទបកកែអរគុណដល់កផ្លៃល្បី បាទអរគុណបងទាំងពីរសម្រាប់ការផ្ដល់កិត្តិយសបាទជូនពរទទួលបានការងារកាន់តែច្រើនលុយហូរចូលដូចទឹកតែម្ដង business បាទកាន់តែខ្លាំងជាងមុនការគ្រប់គ្រងខ្លាំង មានហើយមើលថ្ងៃណាតនេមកយប់នឹងអីយើងអាចជើញទៅបងកាបាទតែបានទេបងណែមកចឹងមក បាត់ម្ចាស់ក្លឹបហើយ អូ នៅតែដឹងតែយើងទៅទេបាត់ហើយ ច្បាក់ជាប់គ្នាបណ្ដោយ បងអត់ថ្ងៃយកសញ្ញាបងឯងបងអត់អីទេ បាន ហើយយកសាច់ខ្លាញ់ចូលអរគុណច្រើនសូមបញ្ញានៅអេពីសូតនេះជួយទៅកាន់បងប្អូនទៅតាមរយៈបាទការទស្សនាហើយកុំភ្លេចចូលតែ like page បាទ Gang Box Snow ក៏ដូចជាតាម trend ដើម្បីទទួលបានព័ត៌មានផ្សេងៗពាក់ព័ន្ធជាមួយកម្មវិធីរបស់យើងផងដែរ បាទកំហុសឆ្គងនៃការឡើងដាក់ចេតនាសូមមេត្តាអធិស្ឋានសង្ឃឹមថានេះគឺជាមតិយោបល់មួយចំនួនបងប្អូនអាចធ្វើការគិតពិចារណាបានមកគិតថាល្អក៏ຕົកទៅបើអត់ល្អទេយើងគ្រាន់ចោលទៅបាទជាការពិភាក្សាមួយអីដែរហើយបងប្អូនយល់ថានឹកអត់ឃើញដល់តែយើងលើករបស់និយាយអញ្ចឹង បាទយើងក៏មិនភ្លេចដែរនៅក្នុងការអរគុណទៅកាន់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់តាម trend របស់យើងអរគុណជាពិសេសទៅកាន់ Gang Box Snow ស្រាលជាងគេក្លីបជាងគេឡូជាងគេត្រឹមតែ 3.9 Gang Box Snow Cool like that ជម្រាបលា ជម្រាបលាជម្រាបសប្តាហ៍ក្រោយ